ស្រណោះប្រលឹងខ្មែរដោយលោកអិតសារិនអតីតសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិអត្តការបឋមសិក្សាអ្នកនិពន្ធសរសេរក្នុងឆ្នាំ1973តាមប្រវត្តិរឿងរ៉ាវពិតរបស់លោកដែលបានឆ្លងកាត់ក្នុងតំបន់ខ្មែរក្រហមដែលពេលនោះហៅថាតំបន់រំដោះដំណើរឆ្លងកាត់តំបន់ខ្មែរក្រហមថ្ងៃ17-18 មេសា1972យើងបានទទួលទានអំណែកនៅក្នុងខ្ទមចំការដែលគេបោះបង់ចោលមេឆ្លូករណសេជាអ្នកទទួលខុសត្រូវលើសន្តិសុខនិងដំណើរយើងខ្ញុំបានយកកណាត់កស៊ូពីផ្ទាំងមកឲ្យយើងក្រាលលើដីធ្វើកន្ទេលរាត្រីស្ងាត់ចងំអំពិលអំពែកហើប្រងព្រាតឃើញកូនពន្លឺភ្លីបផ្លែតមេកងឆ្លងសុំឆាយកបោបយើងក្រែងមានអាវុធឬវិទ្យុក្នុងនោះគេស្នើសុំកុំជក់បរិយក្រែងខ្មាំងមើលឃើញនៅជុំវិញយើងកងឆ្លង6ទៅ7នាក់ផ្លាស់វេនគ្នាយាមព្រឹកឡើងថ្ងៃ18មេសាវេលាម៉ោង5កងឆ្លងជួនដំណើរយើងទៅកាន់ភូមិមួយទៀតនៅចម្ងាយប្រមាណ7ឬ8គីឡូនៅស្រុកកន្ទួតក្នុងខេត្តកណ្ដាលភ្លៀងដើមឆ្នាំធ្លាក់ជោគជាំរហូតដល់ភូមិយើងបានជួបប្រទះកងឆ្លងមួយក្រុមទៀតមាន2នាក់កំពុងបរិភោគអាហារយើងបានស្វាគមន៍ភេទរភាពបដិវត្តជាមួយកងឆ្លងទាំងនោះហើយពួកគេបានហៅយើងឲ្យចូលរួមអាហារជាមួយពួកគេតែពួកគេសម្លឹងយើងដោយយកចិត្តទុកដាក់ដូចមានអាការៈចម្លែកអ្វីមួយយ៉ាងនៅក្នុងខ្លួនយើងប្រហែលជាគេមិនពេញចិត្តនឹងរបៀបស្លៀកពាក់ឬអាកប្បកិរិយារបស់យើងក៏មិនដឹងគេមិនសូវដេញដោលយើងទេចំណែកយើងវិញយើងក៏រក្សាលក្ខការសម្ងាត់មិនហ៊ានដេញដោលសួរគេវិញដែរសំបីតែឈ្មោះភូមិក៏យើងមិនហ៊ានសួរនាំព្រោះស្នងការនយោបាយធ្វើការបង្កប់ខ្លួននៅទីក្រុងភ្នំពេញម្នាក់ដែលជូនដំណើរយើងបានក្រើនរំលឹកកុំឲ្យយើងបង្ហើបឈ្មោះពិតប្រាកដឬមុខងាររបស់យើងឲ្យនរណាដឹងឲ្យសោះយើងបានជួបស្នងការនយោបាយក្រុងនេះនៅរាត្រីថ្ងៃ17មេសា1972ដែលយើងពុំស្គាល់ឈ្មោះឬមុខងារដើមរបស់មិត្តនោះទេរឿងរក្សាការសម្ងាត់គ្រប់ទីកន្លែងនិងគ្រប់កលៈទេសៈជាវិន័យតែមួយរបស់អង្គការខ្មែរក្រហមដែលយើងបានទទួលតាមផ្លូវវេលាម៉ោង8កន្លះយប់យើងបានទៅដល់ភូមិមួយទៀតដោយដើរតាមភ្លឺស្រែខ្ពស់សម្បូរទៅដោយដើមត្នោតនិងដើមសង្កែអ្នកស្រុកម្នាក់នៅក្នុងភូមិនេះបានជូនដំណើរយើងបន្តទៅមុខទៀតក្រុមរួមដំណើររបស់យើងកើនបានដល់ទៅ7នាក់យើងពុំដឹងថាគេមានបំណងនាំយើងទៅណាទេទំព័រផ្សងព្រេងមួយបែបថ្មីរបស់យើងបានបើកឡើងមិនខុសពីពាក្យពោលថាដើរទៅចូលរូងខ្លាទេតែយើងមានជំនឿខ្លះទៅលើសន្តានចិត្តជ្រះថ្លាផ្ទាល់ខ្លួនក្នុងបញ្ហាជាតិបន្ទាប់ពីយើងបានទទួលការឈឺចាប់និងអំពើឈ្លានពានរបស់យៀកុងនិងវៀតណាមខាងជើងមកលើដីខ្មែរនោះយើងរឹងរិតតែឈឺចាប់ពើតផ្សាខ្លាំងថែមទៀតក្នុងរឿងខុបខិតរបស់ខ្មែរក្រហមជាមួយយៀកុងវៀតណាមខាងជើងដល់ពាក់កណ្ដាលអាត្រៀនយើងបានមកដល់ផ្សារស្គុនទលេបាទីហើយហត់រសេះរសោះដៃជើងព្រោះជាលើកទី1ដែលយើងធ្វើដំណើរដោយជើងចំនួន6-7ម៉ោងប្រធានរណសេនៅផ្សារស្គុនរៀបឲ្យយើងសម្រាកនៅផ្ទះទៀមចិនមួយដែលម្ចាស់ផ្ទះបានបោះបង់ចោលយប់នោះយើងបានទទួលទានដំណេកស្កប់ស្កល់ថ្ងៃទី19ព្រឹកឡើងមានការចាប់អារម្មណ៍ដំបូងរបស់យើងគឺសភាពស្ងាត់ជ្រងំរបស់ទីប្រជុំជននេះផ្ទះធំទៀមចិនជាច្រើនបិទទ្វារចោលមានគ្រួសារ7-8គ្រួសារប៉ុណ្ណោះដែលក្រាញ់នៅទីនេះប្រធានរណសេជាកូនចៅចិនមានដំបងរាងស្អាតរឹកពីសង្ហាបិទបរិយសឹកសង្កែធ្វើហើយយើងឆ្ងល់ថាហេតុអីកុមិតនេះមិនរត់ទៅរកស៊ីនៅផ្សារកន្ទួតឬភ្នំពេញបែរជានៅខុបខិតនឹងខ្មែរក្រហម
យាកកងវៀតណាមខាងជើងអានេះទៅវិញឬមួយក៏ក្រាញ់ចាំឆ្លៀតធ្វើជាឈ្មួញរកស៊ីជាមួយអង្គការទៀតដឹងម៉ោងប្រហែល6កន្លះគេហៅយើងទៅបរិភោគបាយនៅលើផ្ទះមួយដែលម្ចាស់បោះបង់ចោលទីនោះយើងបានជួបប្រទះនិងសម្ដែងការគួសមជាមួយមិត្តមេបញ្ជាការកងរយកងអនុសេនាធំមេបញ្ជាការកងវរៈសេនាតូចនិងមិត្តស្នងការនយោបាយ2នាក់មិត្តទាំងនោះសម្ដែងទឹកមុខសោមនស្សរីករាយចំពោះវត្តមានរបស់យើងក្នុងជួររបស់គេមានស្នងការនយោបាយម្នាក់ជាអតីតគ្រូបង្រៀនបានហុចបារីសញ្ញាស្លឹកមាសមួយដើមឲ្យខ្ញុំហើយសួរសុខទុក្ខរបស់យើងនៅតាមផ្លូវយើងក៏សម្ដែងអំណរគុណតបទៅគេវិញហើយរងចាំសំណួរដទៃទៀតតែមិត្តនោះបែរជានិយាយពីប្រវត្តិខ្លះៗរបស់គេប្រាប់ខ្ញុំទៅវិញគឺគេជាអតីតគ្រូបង្រៀនជាប់នឹងចលនាបដិវត្តន៍នេះជាយូរមកហើយក្រោយព្រឹត្តិការណ៍18មីនា1970គេរត់មករួមកម្លាំងនៅក្នុងព្រៃព្រោះមិត្តនោះធ្លាប់បែកមុខបែកមាត់រួចម្ដងទៅហើយភាសារបស់គេមានន័យថាបែកការសម្ងាត់មិត្តនោះបានប្រាប់យើងទៀតថាប្អូនប្រុសរបស់គេម្នាក់ជាសាស្ត្រាចារ្យមជ្ឈមសិក្សាបឋមភូមិឈ្មោះសតឆបានរត់មកចូលរួមកម្លាំងបដិវត្តន៍របស់គេចំនួន4ខែនេះដែរមិត្តម្នាក់ទៀតប្រហែលជាស្នងការនយោបាយកងរយបានពិភាក្សាជាមួយយើងពីបញ្ហាសម្ដេចសីហនុមិត្តនោះប្រហែលជាយល់ថាយើងជាស្នូលខ្មែរក្រហមធ្វើការក្រុងភ្នំពេញធ្លាប់ជាប់ចលនាតស៊ូរបស់គេតាំងពីជំនាន់សម្ដេចសីហនុបានជាមិត្តនោះធ្លាប់សម្ដីថាអង្គការមិនអោយសម្ដេចសីហនុមកស្រុកខ្មែរក្នុងពេលឥឡូវទេព្រោះបើឲ្យសម្ដេចសីហនុមកច្បាស់ជាប្រជាជនរត់ទៅរកសម្ដេចសីហនុហើយចំណែកយើងវិញយើងពិតជាបោះគូទៅទេឮសម្ដីនេះភ្លាមខ្ញុំភ្ញាក់ព្រឺតព្រោះដំបូងខ្ញុំគ្រាន់តែសង្ស័យថាខ្មែរក្រហមនិងសម្ដេចសីហនុមិនដេចទៅជាត្រូវរើនឹងគ្នាទៅវិញបើមកខាងជាកុម្មុយនីសមកខាងទៀតជាស្ដេចជាសក្តិភូមិនៅចំណុចជាច្រើនទៀតដែលយើងសពេចសពិលតែយើងមិនហ៊ានបង្ហើបសួរគឺចំណុចតាក់ទងនឹងរណសេរីនិងរដ្ឋាភិបាលរួបរวมជាតិនិងយាកងវៀតណាមខាងជើងព្រោះតែយើងចង់ដឹងពីការពិតនៅក្នុងបញ្ហាខ្មែរនិងព្រោះតែការឈឺចាប់នឹងរឿងខ្មែរក្រហមចូលហ៊ុននិងយាកងវៀតណាមខាងជើងក្នុងការកាប់សម្លាប់ខ្មែរគ្នាឯងទើបយើងបន្ថយខ្លួនធ្វើមមាញដើរចូលភ្លើងដោយមានអាវុធមួយយ៉ាងគឺឆន្ទៈសម្របសម្រួលខ្លួនឯងទៅតាមស្ថានភាពនិងឆន្ទៈស្រឡាញ់អ្វីជាខ្មែរដោយដែលលោកឈូកមេងម៉ៅវរៈជនខ្មែរកណ្ដាលស្អាតស្អំមួយរូបធ្លាប់ស្រក់ទឹកភ្នែកពេលលោករំលឹកពីព្រលឹងខ្មែរម្ដងការដឹងយើងឃើញមិត្តផ្លោះធ្លយនិយាយពីបញ្ហាសម្ដេចសីហនុនៅចំពោះមុខមិត្តស្នងការក្រុងភ្នំពេញក៏ហៅមិត្តនោះទៅខ្សឹបស្ងាត់ប្រហែលជាគេហាមប្រាមមិនឲ្យនិយាយរឿងនេះតទៅទៀតឬគេខ្សឹបប្រាប់ថាមិនមែនស្នូលខ្មែរក្រហមក៏មិនដឹងនៅម៉ោង4រសៀលមានមនុស្ស2នាក់យកកង់មកបញ្ជិះយើងទៅកាន់ភូមិខ្នាត្បែងចម្ងាយ1គីឡូកន្លះពីផ្សារស្គុននៅតាមផ្លូវយន្តហោះតេវ៉ាងវីត28 2គ្រឿងទើបវិលត្រឡប់មកពីទម្លាក់ក្របបែកភូមិខ្នាត្បែងក៏មានភាពស្ងាត់ចងំយូរម្ដងគេជួបប្រទះអ្នកស្រុកម្នាក់ផ្ទះក្បឿងជាច្រើនត្រូវគេបោះបង់ចោលនឹងត្រូវគ្រាប់បែកធ្លុះធ្លាយដំបូងជាងនៅក្រោមផ្ទះ2ខ្នងកងទ័ពខ្មែរក្រហមមួយក្រុមមានគ្នា50នាក់កំពុងរៀបចំបរិភោគបាយជាមួយនឹងយុវនារី4នាក់ដែលយើងសន្និដ្ឋានថាជាពេទ្យសម្រាប់កងទ័ពនេះជាកងទ័ពប្រចាំតំបន់15មិត្តមេបញ្ជាការទទួលយើងដោយរាក់ទាក់គេយកនំនិងអាឡឹកទុំមកឲ្យយើងបរិភោគរួចក៏សាកសួរយើងពីស្ថានភាពនៅភ្នំពេញពីនាយទាហានសាធារណរដ្ឋពីអាមេរិកកាំងចម្លើយរបស់យើងគឺគ្មានកងទ័ពអាមេរិកកាំងនៅភ្នំពេញទេហាក់ដូចជាធ្វើឲ្យគេមិនជឿនិងមិនពេញចិត្តសោះគេឆ្លៀតឱកាសកំពុងសន្ទនាគ្នាដើម្បីបំផុសកំហឹងរបស់គេកំហឹងបដិវត្តន៍ចំពោះរបបសាធារណរដ្ឋខ្មែរយើងគេចោទថាឆ្កែបម្រើអាមេរិកជាចក្រពត្តិជ
ជាមូលធននិយមយោធានិយមហ្វាស៊ីជិះជាន់សង្កត់សង្កិនឃើញយើងនៅស្ងៀមធ្វើមុខស្មើមិត្តនោះផ្អាកធម៌ទេសនារបស់គេទៅថ្ងៃ20មេសាព្រឹកឡើងមិត្តនារសាម្នាក់ទៀតទទួលភារៈជូនដំណើរយើងទៅទៀតយើងភ្លេចជម្រាបថាមិត្តស្នងការនយោបាយធំក្រុងភ្នំពេញដែលជូនដំណើរយើងមកដល់ស្គុនទលេបាទីត្រូវបានវិលត្រឡប់ចូលទៅក្រុងភ្នំពេញវិញពីខ្នាតត្បែងតទៅយើងមានភ័ព្វវាសនាបានជិះហុងដាម្ដងយើងបានឆ្លងកាត់ភូមិតូចជាច្រើនហើយសរសៀរតាមផ្លូវរថភ្លើងភ្នំពេញកំពតមិត្តនិរសាបានប្រាប់យើងថាយើងចូលទៅដល់ក្នុងដែនដីខេត្តតាកែវហើយភូមិនានាចាប់មានជីវិតអ៊ូអរជាធម្មតានៅតាមផ្លូវយើងជួបប្រទះលេនដ្ឋានជាហូរហែប្រជាកសិករប្រកបការងារដោយប្រក្រតីមានការលក់ដូរនំចំណីបន្តិចបន្តួចមានជាប់តាមផ្លូវនៅម៉ោង11យើងបានឆ្លងផ្លូវជាតិលេខ3ក្បែរផ្លូវលំឆ្ពោះទៅស្រុកបរសែតផ្ទះថ្មជាច្រើនខ្នងអមសងខាងផ្លូវត្រូវបាក់បែកខ្ទេចអស់នៅសល់តែគំនរឥដ្ឋរប៉ាត់រប៉ាយខ្នល់ជាតិត្រូវជីកកោះកាត់ផ្ដាច់ដោយអន្លើយើងបានមកឈប់សម្រាកនៅមុខវត្តមួយនៅក្បែរថ្នល់ជាតិចម្ងាយប្រហែល2គីឡូម៉ែត្រនៅទីនោះមានរទេះបងប្អូនអ្នកស្រុកជាច្រើនដែលរត់ភៀសខ្លួនឬពួកខ្មែរក្រហមជម្លៀសមកដល់ទីនេះបន្តិចក្រោយមកមានឡានស៊ីបខ្មែរក្រហមមួយគ្រឿងចងស្លឹកឈើបើកមកឈប់នៅក្នុងវត្តនៅក្នុងសាលារៀននិងនៅក្រោមកុដិលោកយើងប្រទះឃើញកងទ័ពខ្មែរក្រហមឬខ្មែររណសេដេកលើអង្រឹងនីឡុងប្រងព្រាតដូចវងកាជីវនៅម៉ោង12ថ្ងៃត្រង់យើងបានមកដល់ទីរួមផ្សារបរសែតទៀមចិនលក់អីវ៉ាន់5ទៅ6បើកទ្វារស្ងាត់ចងំមិត្តនារសាបាននាំយើងទៅជួបប្រធានតំបន់ដែលជាអតីតគ្រូបង្រៀនធ្លាប់ធ្វើការនៅសាលាបឋមសិក្សាសន្ធរមុខហើយដែលចេញទៅនៅព្រៃតាំងពីឆ្នាំ1966យើងពុំស្រាវជ្រាវរកឈ្មោះដើមឃើញទេយើងគ្រាន់តែស្គាល់ឈ្មោះបដិវត្តរបស់គេប៉ុណ្ណោះឈ្មោះហំមិត្តហំក្រោយពីបានអានលិខិតរបស់មិត្តស្នងការនយោបាយក្រុងភ្នំពេញហើយក៏ចាប់ផ្ដើមសួរព័ត៌មានយើងពីឈ្មោះពិតប្រាកដរបស់យើងពីអាជីវកម្មនៅក្នុងសង្គមចាស់ពីស្រុកកំណើតនិងពីទីកន្លែងធ្វើការបន្ទាប់មកក៏ចាក់ទឹកតែហុចមកឲ្យយើងព្រមទាំងនាំយើងទៅស្រស់ស្រូបបបរនិងត្រីងៀតគឺមិត្តហំនេះហើយដែលជាអ្នកត្រួតត្រាតំបន់ដង្កោស្រុកកណ្ដាលស្ទឹងមានឡានអ៊ីស៊ុយមួយនិងម៉ូតូហុងដាជាច្រើនសម្រាប់ប្រើការគឺជាបរិះមានមៀតទៀបមាំកម្ពស់ប្រហែល1.58 ម៉ែត្រមិនសូវនិយាយស្ដីមានអាយុប្រហែល40ឆ្នាំនៅម៉ោង2រសៀលមិត្តនិរសាដែលបានជូនដំណើរបានបន្តដំណើរទៅមុខទៀតមិត្តហំបានសរសេរកូនសម្បត្តិមួយមកឲ្យយើងកាន់ហើយប្រាប់ថាយកលិខិតនេះទៅប្រគល់ឲ្យមិត្តហងឈ្មោះបដិវត្តនៅមន្ទីរ305ផ្ទាល់ដៃយើងធ្វើដំណើរកាត់តាមភូមិកាត់ភ្លុកក្រសាំងទៅដល់ភូមិវាលវៀងក្នុងសង្កាត់ផុងក្នុងខេត្តកំពង់ស្ពឺមិត្តនិរសាបានណែនាំយើងឲ្យប្រើពាក្យហូបជំនួសពាក្យបរិភោគឬញ៉ាំហើយឲ្យទម្លាប់ប្រើពាក្យមិត្តដូចគេដូចឯងមកទល់នឹងថ្ងៃនេះយើងជួបយាកុងតែ2នាក់ប៉ុណ្ណោះដែលកំពុងអង្គុយស៊ីកាទៀវនៅភូមិក្រសាំងកាត់ភ្លុកមកដល់ភូមិវាលវៀងមិត្តនិរសាបន្ទាប់ពីបកគលយើងនឹងលិខិតមិត្តហំឲ្យអនុប្រធានមន្ទីរនិរសានៃភូមិភាគពិសេសហើយក៏ត្រឡប់ក្រោយទៅវិញមិត្តមាំងឈ្មោះបដិវត្តជាអនុប្រធានមន្ទីរនិរសានាំយើងទៅសម្រាកក្នុងផ្ទះអ្នកស្រុកមួយខ្នងដែលគេយកធ្វើជាឃ្លាំងដាក់អីវ៉ាន់មានសម្ពុតប្រេងកាតអំបិលសម្ពុតកស៊ូជាដើមមន្ទីរឬក្រុមនេះមានភារកិច្ចសម្រាប់ចាត់ចែងដឹកជញ្ជូនអីវ៉ាន់ពីតំបន់ស្អាងកោះធំតំបន់25ឬពីតំបន់ស្គុនទន្លេបាទីយកទៅភូមិភាគពិសេសដែលឆ្លងកាត់តាមផ្លូវជាតិលេខ4មានឡានធំ3សុទ្ធតែជាឡានរត់ឈ្នួលឡានរត់ឈ្នួលធំមួយដាក់យីហោថាហុកហេងម៉ូតូហុងដា3គ្រឿងនិងតូចក្រយានយន្ត4ឬ5ទៀត
ព្រមទាំងដំរី3ក្បាលទុកសម្រាប់ឲ្យក្រុមនិរសាប្រើប្រាស់ក្នុងការដឹកជញ្ជូនអីវ៉ាន់នៅថ្ងៃដំបូងប្រជាកសិករក្នុងភូមិវាលទ្វាំងទទួលអបអរសាទរនឹងយើងខ្លាំងណាស់គណៈកម្មការរណសេរីភូមិបាននាំគ្នារៀបចំបាយទឹកម្ហូបចំណីទទួលយើងព្រមទាំងរៀបចំរាត្រីសិល្បៈតូចមួយដែលសម្ដែងដោយកុមារាកុមារីក្នុងភូមិជូនជាកិត្តិយសដល់យើងទៀតផងគឺជាថ្ងៃដំបូងដែលយើងឃើញទស្សនវិជ្ជានៃចម្រៀងនិងរបាំអង្គការបដិវត្តខ្មែរក្រហមយើងមានក្តីរំភើបនិងសោមនស្សជាខ្លាំងចំពោះមេត្រីភាពនិងការយកចិត្តទុកដាក់របស់បងប្អូនប្រជាកសិករហើយយើងក៏បានថ្លែងអំណរគុណដោយទឹកចិត្តស្វាមីភក្តិនិងមេត្រីភាពតបតទៅរកបងប្អូនទាំងអស់នោះវិញការយកចិត្តទុកដាក់របស់បងប្អូនប្រជាកសិករមកលើរូបយើងហាក់ដូចជាធ្វើឲ្យមិត្តមាំងនិងសហការីគេចំណែននឹងយើងខ្លះៗដែរប្រជាកសិករនៅភូមិវាលវៀងមានជីវភាពក្រខ្សត់ខ្លាំងណាស់ម្ហូបចំណីត្រីសាច់ពុំមានគ្រប់គ្រាន់ទេបងប្អូនទាំងនោះជំពាក់ចិត្តលើសម្ដេចឪយ៉ាងជ្រៅមានចាស់ទុំជាច្រើននិយាយសរសើរពីសម្ដេចឪហើយត្អូញត្អែថាសប្តាហ៍ថ្ងៃនេះរិះរងាណាស់រងាដោយកូនមន់បាត់មេបាត់សម្ដេចសីហនុប្រជាកសិករនៅតែសង្ឃឹមថាសម្ដេចសីហនុនឹងវិលមកកាន់អំណាចវិញនៅពេលដែលកងទ័ពរណសេរីវាយកភ្នំពេញបានចំណែកមិត្តមាំងនិងមិត្តច័ន្ទប្រធានមន្ត្រីនិរសានេះវិញសុទ្ធតែជាក្របខ័ណ្ឌកុម្មុយនីសគេនាំគ្នាលះបំបិតការពិតមិនទាន់ឲ្យប្រជាកសិករនៅក្នុងតំបន់នេះដឹងទេនេះជាយុទ្ធសាស្ត្រប្រមូលកម្លាំងមួយរបស់អង្គការខ្មែរក្រហមថ្ងៃបន្ទាប់មកដូនចាស់ម្នាក់ឈ្មោះយាយម៉ែនបាននាំយើងទៅនៅផ្ទះថ្មីមួយខ្នងទៀតដែលទើបនឹងសង់ហើយយើងបានទទួលការឧបត្ថម្ភយ៉ាងកក់ក្ដៅពីសំណាក់ដូនចាស់នេះនិងញាតិមិត្តចាស់ទុំអ្នកជិតខាងដទៃទៀតសឹងតែរាល់ថ្ងៃញាតិមិត្តជិតខាងយកចំណីថ្នាំជក់ដូងខ្ចីសន្លឹកសង្កែមកឲ្យយើងហើយនៅពេលល្ងាចបងប្អូនទាំងនោះតែងតែនាំគ្នាមកសួរសុខទុក្ខជាមួយយើងបង្កើតជាចំណងមេត្រីភាពនិងយល់គ្នាទៅវិញទៅមករឹតតែចិត្តស្និទ្ធថែមទៅទៀតមានខ្លះទៀតយើងនឹករលឹកមករកប្រពន្ធកូនគ្រួសារញាតិមិត្តយ៉ាងអន្លង់អន្លោចជាហេតុធ្វើឲ្យយើងរឹតតែពើផ្សារខ្លាំងឡើងថែមទៀតនឹងសង្គ្រាមនេះសង្គ្រាមដែលធ្វើឲ្យយើងបែកបាក់គ្នាសង្គ្រាមសាបព្រោះនៅទុក្ខវេទនាសពយ៉ាងដល់ប្រជាជនស្លូតត្រង់ពេលជួបប្រទះយាកងតាមផ្លូវម្ដងយើងសឹងតែលត់ទៅច្របាច់កកាត់ចិញ្ច្រាំឲ្យអស់ចិត្តការស្នាក់នៅក្នុងភូមិវាលវៀងនេះជាយូរថ្ងៃកាន់តែធ្វើឲ្យយើងអបសក់តបប្រមល់ខ្លាំងឡើងការស្នាក់អាស្រ័យនៅក្នុងភូមិវាទ្វាងជាយូរថ្ងៃកាន់តែធ្វើឲ្យខ្ញុំអបសក់តបប្រមល់ខ្លាំងឡើងថ្ងៃទី6ឧសភាមិត្តច័ន្ទបាននាំមិត្តនងសួនហៅចម្រើនជ័យទៅសាកសួរសុខទុក្ខយើងដោយមានយុទ្ធជនខ្មែរក្រហមចំនួន5នាក់អមការពារសន្តិសុខផងនងសួនជាស្នងការនយោបាយតំបន់25ស្រុកស្អាងកោះធំឬគេហៅថាលេខាតំបន់25នៅក្នុងការសន្ទនាជាមួយនងសួនខ្ញុំឆ្លៀតឱកាសសរសើរនៅវីរភាពនិងស្មារតីរឹងប៉ឹងរបស់នងសួនក្នុងការធ្វើបដិវត្តនៅសេចក្តីក្លាហានរបស់នងសួននាសមាជពិសេសនៅវីលមេនដែលនាំឲ្យនងសួនជាប់គុករហូតដល់ឆ្នាំ1970នៅល្ងាចថ្ងៃដដែលបងប្អូននៅក្នុងភូមិបានរៀបចំម្ហូបចំណីជប់លៀងឲ្យសមាមិត្តនងសួននិងពួកយើងទាំងអស់គ្នាមិត្តច័ន្ទប្រធានមន្ត្រីដឹកនាំបានប្រាប់យើងថាប្រហែលជា 4-5 ថ្ងៃទៀតមិត្តនឹងបានចេញដំណើរទៅអង្គការលើខ្ញុំបានវាយទូរលេខទៅជម្រាបអង្គការលើពីរឿងមិត្តរួចទៅហើយខ្ញុំភ្ញាក់ព្រឺតកាលបើឮមិត្តច័ន្ទប្រាប់ថាមានវាយទូរលេខព្រោះខ្ញុំមិនបានចាប់ភ្លឹកថាអង្គការខ្មែរក្រហមគេយកចិត្តទុកដាក់លើខ្ញុំដល់ថ្នាក់នេះទេនៅថ្ងៃបន្ទាប់មកទៀតយើងចាប់ផ្ដើមជួបយាកុងវៀតណាមខាងជើងឆ្លងកាត់ភូមិជាញឹកញាប់មានដឹកអង្គបន្លែមាន់ទានិងដឹកគ្រាប់កំភ្លើងត្បាល់តាមកង់ជួនកាលមានឃើញពួកវាមិនដែលដើរកាត់ភូមិទេមានតែក្រុមសេដ្ឋកិច្ចជាអ្នកដើរចូលទៅរកទិញស្បៀងតាមភូមិ
ពេលឃើញជនបរទេសត្រូវឈ្លានពានយើងក៏នឹកឃើញដល់វាសនាស្រុកទេសដល់វិនាសកម្មរបស់ប្រជារាស្ត្រខ្មែរចំនួន3ឆ្នាំកន្លងមកហើយចុះខ្មែរក្រហមនេះហើយជាចំណោទថ្ងៃទី7និងទី8ឧសភាមិត្តច័ន្ទបានជូនដំណើរនងសួនឡើងទៅអង្គការលើថ្ងៃទី8និងទី9ឧសភាភ្លៀងបង្អុរខ្លាំងលាយនឹងខ្យល់ព្យុះធំទឹកដក់សរសាចពាសពេញស្រែអារម្មណ៍រសាប់យើងវិលវល់នឹកដល់ការសប្បាយនិងសេចក្តីសុខសាន្តនៅក្រោមដំបូលគ្រួសារដ៏កក់ក្ដៅដែលយើងធ្លាប់ជួបប្រទះពីដើមរៀងមកចំពោះយើងសេចក្តីសុខលាយនឹងការភ្លើតភ្លើនរបស់យើងក្នុងមួយរយៈពេលហាក់ដូចជាអំពើក្បត់មួយចំពោះប្រជាកសិករដែលកំពុងរងទុក្ខវេទនាដោយសារសង្គ្រាមយើងគួរតែហ៊ានធ្វើអ្វីមួយជាវិភាគទានក្នុងការបំបត្តិសង្គ្រាមនេះសេចក្តីសម្រេចចិត្តរបស់យើងក្នុងការចូលទៅក្នុងជួរបកអាចឲ្យមិត្តភ័ក្តិរបស់យើងបកស្រាយច្រើនបែបច្រើនយ៉ាងណាស់មកលើរូបពួកយើងឬមួយក៏គេចាត់ទុកយើងជាអ្នកផ្សងព្រេងនិយមជាពួកឈួតលីលាជាក្រុមប្រឡោមលោកនិយមព្រោះថាខ្លួនឯងអាចទូលផែនដីឬទេឬមួយគេចាត់ទុកយើងថាជាពួកស៊ីហនុនិយមឬមួយគេចោទយើងថាជាកុម្មុយនីសចំពោះយើងសុខចិត្តនៅស្ងៀមជាងស្រដីនៅថ្ងៃទី9ឧសភាយន្តហោះទេវ៉ាំងវិត28 ពីរគ្រឿងមកទម្លាក់គ្រាប់បែកនៅខាងជើងវត្តកាត់ភ្លុកថ្ងៃទី10ឧសភាការអបសុកនិងរវើរវាយញោមញីយើងកាន់តែខ្លាំងឡើងយើងគ្មានសិភៅមើលកំសាន្តគ្មានកសែតយើងដាច់ការតាក់ទងពីខាងក្រៅពីភ្នំពេញមួយថ្ងៃយើងស្ដាប់ដំណឹងតែតាមវិទ្យុភ្នំពេញពេលកាំងវ៉ាស៊ីនតោនដំណឹងថាក្រុងភ្នំពេញទទួលការវាយប្រហារដោយគ្រាប់កាំភ្លើងត្បាល់និងគ្រាប់រ៉ឺកែត122មីលីម៉ែត្រចំនួន155គ្រាប់នៅដើមខែឧសភាធ្វើឲ្យយើងរន្ធត់ញាប់ញ័រជាខ្លាំងនៅល្ងាចថ្ងៃទី10ឧសភាមិត្តម៉ាំងผู้ជួយមិត្តច័ន្ទបានយកសម្បត្តិមួយមកបង្ហាញយើងក្នុងលិខិតនោះស្នងការនយោបាយតំបន់33មិត្តសាំងរិនអតីតសាស្ត្រាចារ្យមធ្យមសិក្សាបានស្នើឲ្យមិត្តសាំងនាំពួកយើងទៅជួបនៅវេទិកាកិត្តិយសនៅម៉ោង6ល្ងាចនៅល្ងាចថ្ងៃ10ឧសភានោះគណៈរណសេរីតំបន់33បានចាត់ចែងរៀបចំមីទីងមួយយ៉ាងធំនៅក្បែរវត្តកាត់ភ្លុកត្រង់សាលារៀនបឋមសិក្សាចាស់យើងបានចូលរួមមីទីងនឹងគេដែរតែមិត្តម៉ាំងយើងមិនដឹងថាមានចេតនាបែបណាពុំបាននាំពួកយើងទៅជួបអ្នកដឹកនាំខ្មែរក្រហមនៅវេទិកាកិត្តិយសទេយើងមានការចាប់អារម្មណ៍ជាខ្លាំងទៅលើមីទីងនេះមនុស្សប្រមាណជាង10000នាក់រួមទាំងប្រជាជនទាំងកម្លាំងប្រដាប់អាវុធប្រជាជនរំដោះជាតិកម្ពុជាទាំងប្រសង់ទាំងក្របខ័ណ្ឌខ្មែរក្រហមប្រដាប់ដោយសម្លៀកបំពាក់ខ្មៅបានចេញមកពីគ្រប់ទិសទីហើយជាក្បួនកាន់ទង់ក្រហមនិងបដាក្រហមតម្រង់ទៅកាន់ធ្លាសាលារៀនក្រុមនារីឈរនៅជួរខាងមុខក្បែរវេទិកានៅមុខវេទិកាមានសង់តូបមីក្រូដាច់ឆ្ងាយពីគ្នាខាងក្នុងវេទិកាមានកៅអីប្រមាណ200តម្រៀបជាជួរដំបងអារម្មណ៍របស់ពួកយើងបាញ់ផ្ដោតទៅលើពាក្យស្លោកនៅលើបដាក្រហមបណ្ដាជាច្រើនដែលយើងឃើញមានតែបដាក្រហមមួយទេដែលចែងថាជ័យយោរណសេរីរួបរមជាតិកម្ពុជាដែលមានសម្ដេចនរោត្តមសីហនុព្រះប្រមុខរដ្ឋជាប្រធានក្រៅពីនេះគ្មានបដាក្រហមណានិយាយពីសម្ដេចសីហនុឡើយពាក្យស្លោកភាគច្រើនបញ្ចើពីវីរភាពរបស់ប្រជាជននិងកងកម្លាំងរបស់គេដូចជាជ័យយោកងកម្លាំងប្រដាប់អាវុធប្រជាជនរំដោះជាតិកម្ពុជាដ៏មានជ័យបដិញ្ញាគាំទ្រការតស៊ូដ៏អង់អាចក្លាហានរបស់ប្រជាជនជ័យយោរដ្ឋអំណាចប្រជាជនជ័យយោកំទេចពួកចក្រពត្តិអាមេរិកនិងបរិវារវាឲ្យអស់ពីទឹកដីកម្ពុជាលាវវៀតណាមជ័យយោយុទ្ធសាមគ្គីនៃប្រជាជាតិខ្មែរលាវនិងវៀតណាមដោយឃើញបដាពីសម្ដែងពោស្វាគមន៍ចំពោះលោកហ៊ូយុនទើបយើងដឹងថាលោកហ៊ូយុនច្បាស់ជាមកជាអធិបតីក្នុងពិធីនេះយើងខិតខំផ្ទៀងរកមើលក្រែងមានយាកុងវៀតណាមខាងជើងមកចូលរួមក្នុងពិធីមីទីងនេះតែយើងរកពុំឃើញម្នាក់សោះភ្លើងអគ្គិសនីបានភ្លឺប្រងព្រាតហាក់ដូចជាពុំមែនជាទីជនបទនៅក្បែរវេទិកាគេរៀបចំលេនដ្ឋានមានគម្របមួយយ៉ាងមាំ
សម្រាប់មេដឹកនាំខ្មែរក្រហមនៅជុំវិញទីធ្លាសាលាមានជីកលេនដ្ឋានតូចៗយ៉ាងច្រើនសម្រាប់ទស្សនិកជនក្រុមឲ្យសញ្ញាថាមានយន្តហោះបណ្ដាក់គ្នានៅជុំវិញបរិវេណសាលាពេលឮស្នូកកញ្ចែភ្លើងអគ្គិសនីត្រូវរលត់បារីមិនត្រូវជក់នៅម៉ោង8យប់យើងឮប្រធានគណៈរៀបចំមីទីងស្រែកជ័យខុសជូនពរលោកហ៊ូយុនមានសម្ដីថាជ័យយោមិត្តហ៊ូយុនបុត្រដ៏ឆ្នើមរបស់ប្រទេសកម្ពុជាស្នូទះដៃលាន់លឺប្រាវព្រមជាមួយគ្នានោះទស្សនិកជនក៏ក្រោកឈរស្រឡើងអើតមើលលោកហ៊ូយុនយើងភ្ញាក់ព្រឺតកាលបើឃើញលោកហ៊ូយុនទាំងសាច់ទាំងឈាមលើកដៃទទួលអបអរសាទរនៅជួរនៅខាងមុខវេទិកាបន្ទាប់ពីសន្ទរកថារបស់ប្រធានចាត់ចែងបុណ្យមេតិញមកលោកហ៊ូយុនក៏បានឡើងថ្លែងសន្ទរកថាយ៉ាងវែងដែលឥតព្រៀងទុកអស់រយៈពេលប្រហែល3ម៉ោងលោកហ៊ូយុនបានសង្កត់ហើយសង្កត់ទៀតថាជំហររបស់គេគឺមិនចរចាមិនសម្រោះសម្រួលមិនរាថយគេប្រយុទ្ធរហូតបានជ័យជំនះជាស្ថាពរទោះជាត្រូវមានការឆ្លងកាត់ការលំបាកវេទនាយ៉ាងណាក៏ដោយគេប្រកាន់ជំហរឯករាជ្យម្ចាស់ការខ្លួនទីពឹងខ្លួនជាធំតែគេក៏ត្រូវរួមសាមគ្គីជាមួយប្រជាជនលាវនិងវៀតណាមក្នុងការដេញចក្រពត្តិអាមេរិកចេញពីឥណ្ឌូចិនបន្ទាប់ពីសន្ទរកថាលោកហ៊ូយុនមកព្រះសង្ឃកម្មាភិបាលខ្មែរក្រហមមេបញ្ជាការកងទ័ពស្នងការនយោបាយព្រមទាំងតំណាងខ្មែរក្រហមមេបញ្ជាការកងទ័ពស្នងការនយោបាយព្រមទាំងតំណាងអាណិកជនចិនយួនឡើងថ្លែងយោបល់គាំទ្របដិវត្តជាបន្តបន្ទាប់គ្នាដោយប្រើភាសារបស់គេហៅថាឡើងចាប់អារម្មណ៍រាត្រីសិល្បៈបដិវត្តរបស់គេបានកំដរទស្សនិកជននិងកងទ័ពរហូតដល់ម៉ោង5ភ្លឺរហូតមកដល់ពេលនេះយើងធ្លាប់រអាមតិចនឹងពាក្យពេចន៍ខ្ពស់របស់គេនិងភាសាមួយបែបថ្មីរបស់គេនិងពាក្យឃោសនាមូលបង្កាច់ទាំងទទឹងទឹះមកលើរដ្ឋាភិបាលមកលើរបបសាធារណរដ្ឋមកលើសង្គមនៅភ្នំពេញដែលគេចាត់ទុកថាជាសង្គមចាស់ថ្ងៃទី12យើងធ្វើដំណើរចេញពីភូមិវាលវៀងនៅម៉ោង9ព្រឹកក្រោយពីជម្រាបនិងថ្លែងអំណរគុណបងប្អូនញាតិមិត្តជិតឆ្ងាយដែលបានជួយឧបត្ថម្ភយើងយ៉ាងកក់ក្ដៅអស់ធរៈវេលា22ថ្ងៃក្នុងការស្នាក់អាស្រ័យរបស់យើងថ្ងៃ22ឧសភាយើងធ្វើដំណើរចេញពីភូមិវាលវៀងនៅម៉ោង9ព្រឹកក្រោយពីការជម្រាបនិងថ្លែងអំណរគុណបងប្អូនញាតិមិត្តជិតឆ្ងាយដែលបានជួយឧបត្ថម្ភយើងយ៉ាងកក់ក្ដៅអស់ធរៈវេលា22ថ្ងៃក្នុងការស្នាក់អាស្រ័យរបស់យើងនៅទីនេះមន្ទីរនិរសារបស់មិត្តច័ន្ទបានចាត់ឲ្យសហការីរបស់គេម្នាក់ជូនដំណើរយើងលើកនេះយើងធ្វើដំណើរដោយតូចក្រយានយន្តពីទិសខាងជើងតាមផ្លូវលំផ្លូវរទេះគោឆ្លងកាត់ភូមិតូចនានាដែលមានសភាពស្ងាត់ចងំយើងឃើញផ្ទះបាក់បែកឆេះដោយគ្រាប់បែកដើមដូងដើមត្នោតបាក់រលំដោយគ្រាប់រកែតគុំឫស្សីដើមស្វាយស្វិតស្រពោនរញោមដោយគ្រាប់ណាប៉ាល់នេះជាទិដ្ឋភាពសង្គ្រាមគួរឲ្យខ្លោចផ្សាយើងបានមកដល់ភូមិច្រាំងចោតវេលាម៉ោង1កន្លះរសៀលបានចូលទៅសម្រាកក្នុងជំរកកងឆ្លោកនិងក្រុមអ្នកនាំសារដែលសង់ប្របនឹងមាត់អូក្រោមដើមឈើសុបទ្រុបខាងត្បូងភូមិចម្ងាយប្រហែល300ម៉ែត្រយើងស្រស់ស្រូបបាយកញ្ចប់ដែលយើងយកមកជាប់នឹងខ្លួននៅទីនេះយើងបានជួបយុទ្ធជនរណសេរី3នាក់ទៀតដែលធ្វើដំណើរពីស្អាងកោះធំឆ្ពោះទៅអមលាំងមានយុវជន2នាក់ដែលទើបចុះមកពីខាងលើបានប្រាប់យើងថាគេមានបេសកកម្មមកដឹកជញ្ជូននិងទទួលអស់លោកធំនៅម្ខាងផ្លូវជាតិលេខ4ឯណោះមានឡានកង់10មកចាំទទួលលោកហ៊ូយុននិងសហការីរបស់លោកដែលចូលរួមក្នុងមីទីងនៅកាត់ភ្លុកកាលពីយប់ថ្ងៃទី10ឧសភាមិត្តសនអ្នកនាំផ្លូវរបស់យើងព្រមទាំងមិត្តរួមដំណើរដទៃទៀតប្រហែល10នាក់បានមកដល់វត្តពុទ្រាក្បែរផ្លូវជាតិលេខ4នៅម៉ោង4កន្លះរសៀលកងឆ្លក4ទៅ5នាក់បានពិនិត្យផ្លូវនិងយាមនៅទីនោះសម្រាប់ធ្វើសញ្ញាឲ្យយើងឆ្លងនៅសងខាងយើងប្រហែលជា5គីឡូម៉ែត្រមានប្រទាយកងទ័ពសាធារណរដ្ឋយើងនៅម៉ោង5កន្លះយើងបានឆ្លងកាត់ផ្លូវជាតិលេខ4កងឆ្លក
ដើរមុខធ្វើសញ្ញាឲ្យយើងឈប់ព្រោះផ្លូវរទេះនេះមានបង្កប់មីនកងឆ្លកក៏គូសរង្វង់ព័ទ្ធជុំវិញមីននិងធ្វើសញ្ញាឲ្យយើងដើរលើស្មៅវាងផ្លូវខ្សាច់ឆ្លងបានចម្ងាយប្រហែល300ម៉ែត្រយើងនាំគ្នាឡើងជិះកង់បន្តដំណើរទៅមុខទៀតកាត់តាមវាលស្រែឬឆ្លងអូរនៅម៉ោង 6:15 នាទីល្ងាចយើងបានមកឈប់សម្រាកនៅវត្តគោករមៀតភូមិគោករមៀតជាភូមិចាស់សម្បូរទៅដោយដើមដូងដើមស្លាដើមស្វាយចេកផ្ទះក្បឿងធំធំជាច្រើនត្រូវបិទទ្វារចោលក្រៅពីព្រះសង្ឃ 6-7 អង្គនៅក្នុងវត្តភូមិមានសភាពស្ងាត់ជ្ងំយើងអង្គុយសម្រាកនៅប្របមាត់ស្រះមួយដែលភ្ជាប់នឹងទំពាំងបុរាណមួយយ៉ាងធំរស្មីព្រះអាទិត្យស្រទន់ពណ៌មាសជះមកលើកំពូលភ្នំពីខាងកើតយើងធ្វើឲ្យយើងនឹកស្ដាយដល់សេចក្តីសុខសាន្តដែលបានវិនិច្ឆ័យផុតទៅដោយសារសង្គ្រាមដោយសារមហិច្ឆតារបស់យួនកុម្មុយនីសវត្តអារាមដើមដូងខ្ពស់លលីមានចំណាស់ប្រហែលជា50ឆ្នាំដើមស្វាយមានគល់ប៉ុនកង់រទេះតាពាំងលាក់ទាំងអស់នេះជាព្រលឹងនៃជីវិតធ្លាប់សុខសាន្តរបស់អ្នកភូមិជានិមិត្តរូបនៃព្រលឹងខ្មែរតែម្ដងយប់ថ្ងៃទី12មក13ឧសភាយើងបានទទួលដំណេកនៅក្នុងជំរំនិរសានៅខាងលិចភូមិគោករមៀតប្របនឹងមាត់ស្ទឹងព្រៃរមៀតព្រឹកថ្ងៃទី13ឧសភាយើងបន្តដំណើរទៅមុខទៀតកាត់តាមព្រៃស្មោងវាលព្រិចយើងកម្រជួបប្រទះនឹងភូមិជនបទអ្នកស្រុកណាមួយនៅតាមផ្លូវលំនៅម៉ោង 2 កន្លះរសៀលយើងបានទៅដល់ភូមិគោកម៉ោងដែលមានចម្ងាយ70 គីឡូម៉ែត្រពីថ្នល់ជាតិលេខ 4នៅផ្លូវយើងបានជួបប្រទះយន្តយាកងយន្តខាងជើងដឹកជញ្ជូនហឹបគ្រាប់តាមដំរីឬឡានកង់10 CMC ចាប់ពីភូមិគោកម៉ោងទៅយើងជិះឡានកង់10របស់វៀតណាមខាងជើងឆ្ពោះទៅស្រុកអមលៀងនៅឆ្វេងដៃយើងភ្នំអរ៉ាល់បានលេចរូបរាងត្រដែតគឺជាជំរកយុទ្ធសាស្ត្ររបស់ខ្មែរក្រហមតាំងពីយូរយារមកហើយនៅព្រឹកថ្ងៃទី14ឧសភាយើងចេញដំណើរដោយកង់ពីស្រុកអមលៀងឆ្ពោះទៅទិសខាងត្បូងតាមថ្នល់នៅតាមផ្លូវយើងបានជួបមនុស្សម្នាជាច្រើនជាយុទ្ធជនខ្មែរក្រហមឬពួកអង្គការចុះឡើងទៅមកអមលៀងមិនដាច់ពួកយើងទាំងអស់គ្នាសុទ្ធសឹងតែស្លៀកពាក់ខ្មៅមានបង់កកម៉ាដូចគ្នានៅវេលាម៉ោង 2 រសៀលយើងបានមកដល់វត្តពោនៅម៉ោង 4យើងបានចូលមកភូមិតាំងខ្មៅក្នុងសង្កាត់ពីម8មុំស្រុកកំពង់តឡាចខេត្តកំពង់ឆ្នាំងមិត្តសនបាននាំយើងចូលទៅសម្រាកក្នុងមន្ទីរនិរសានៃតំបន់305ហើយបានប្រាប់យើងថាយើងមកដល់គោលដៅហើយយើងប្រាប់និរសានៅទីនោះថាយើងមានលិខិតមួយត្រូវយកទៅជូនមិត្តហង្សមន្ទីរ305ដោយផ្ទាល់មិត្តនិរសាគេមិនអោយយើងទៅជួបមិត្តហង្សនោះដោយផ្ទាល់ទេគេទទួលយកលិខិតពីយើងទៅជួបមិត្តហង្សយើងនៅរងចាំអស់រយៈពេលជិត1ម៉ោងរួចឃើញមិត្តនិរសានោះវិលត្រឡប់មកវិញហុចកូនសម្បត្តិមួយឲ្យទៅមិត្តសនអ្នកនាំផ្លូវយើងសើចញញឹមញញែមបង្ហាញកូនសម្បត្តិនោះមកឲ្យយើងអានមានអក្សរតែមួយបន្ទាត់មានសេចក្តីថាសូមមិត្តនាងលៃលោករៀបចំកន្លែងឲ្យបានសមរម្យដល់មិត្តបញ្ញាជនពីក្រុងផងព្រោះខ្ញុំគ្មានមធ្យោបាយមិត្តសនបន្ថែមថាបងមានសំណាងហើយដោយបានមន្ទីរសេដ្ឋកិច្ចភាគរៀបចំទទួលផ្ទាល់មិត្តសនក៏បាននាំយើងទៅកាន់មន្ទីរមិត្តនេះជាឈ្មោះបដិវត្តនៅប្របមាត់ស្ទឹងខាងលិចវត្តតាំងខ្មៅពេលចូលទៅដល់យើងបានជួបប្រទះនឹងយុវនារីមួយក្រុមកំពុងប្រជុំរៀនសូត្រនយោបាយនៅក្រោមដើមចំបក់មួយដ៏ធំមានតុមួយវែងសម្រាប់ជាកន្លែងហូបបាយផងជាកន្លែងប្រជុំផងមិត្តនារីទាំងអស់នេះជាក្រុមកាត់ដេរបន្តិចក្រោយមកយើងឃើញកូនចៅចិនម្នាក់រូបស្អាតបាតដើរតម្រង់មករកចាប់ដៃយើងដោយទឹកមុខញញឹមរាក់ទាក់មិត្តនេះបានសាកសួរសុខទុក្ខនិងសុំទោសយើងដោយពុំបានយកឡានទៅទទួលគេបានបញ្ជាក់ទៀតថាបានទទួលនៅទូរលេខមួយពីមិត្តច័ន្ទស្ដីអំពីវត្តមានរបស់យើងមិត្តនេះគ្មាននរណាក្រៅពីលោកសៀងប៉ោសែអតីតវិស្វករនិងជាអតីតនាយកក្រសួងសូរិយោដីនោះទេនៅទីនេះជាលើកដំបូងយើងបានទទួលកិត្តិយសនិងការថ្នាក់ថ្នមពីសំណាក់មិត្តនេះគឺយើងមានវាសនាបានស្រស់ស្រូបកាហ្វេទឹកដោះគោយូរម្ដងមិត្តនេះបញ្ជាឲ្យមិត្តនារីកាត់ដេរទាំងនោះរៀបចំម្ហូបអាហាររបស់យើងដោយឡែក
ក្រោយមកយើងទទួលចូលរួមហូបបាយទឹកជាមួយមិត្តឯទៀតដោយមានម្ហូបតែមួយមុខដូចគ្នាមិត្តនាងបានបកគលអង្រឹងនីឡុងមួយថ្មីមកឲ្យយើងហើយទូលមានយើងឲ្យរក្សាការសម្ងាត់គឺលាក់ឈ្មោះដើមមុខងារស្រុកកំណើតរបស់យើងកុំឲ្យនរណាដឹងលើកលែងតែអង្គការថ្នាក់លើថ្ងៃទី15ឧសភាវេលាម៉ោង7យប់លោកហ៊ូយុនជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃទទួលបន្ទុករៀបចំជនបទនិងសហករណ៍ដែលយើងបានជួបម្ដងហើយនៅជិតស្រុកបរសែនបានចូលទៅសាកសួរសុខទុក្ខយើងជាមួយវរៈជនម្នាក់ទៀតឈ្មោះសុកធួនមានងារជាអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិក្នុងរដ្ឋាភិបាលរណសិរ្សរបស់សម្ដេចស៊ីហានុនិងជាប្រធានភូមិភាគពិសេសមន្ទីរ305នៅថ្ងៃ15ឧសភាដដែលវេលាម៉ោង4រសៀលយើងជួបសន្ទនាលេងជាមួយសមាជិកនៃមន្ទីរឃោសនាការភូមិភាគពិសេសចំនួន3នាក់ទៀតគឺមិត្តឈុនសុកងួនជាវិស្វករមានឈ្មោះក្រៅហៅថាសោមមិត្តសៀកទឹកឆាយហៅថនអតីតសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិនិងមិត្តឌៀនភិការហៅរិនអតីតគ្រូបង្រៀនក្នុងថ្ងៃដដែលនោះមិត្តម៉ែនីថូហៅដនអតីតវិស្វករអគ្គិសនីបានចូលទៅជួបរាក់ទាក់ជាមួយយើងផងដែរនៅមន្ទីរសេដ្ឋកិច្ចភាគនេះយើងតែងបានជួបកម្មាភិបាលខ្មែរក្រហមជាច្រើនរូបដែលជាអតីតរដ្ឋការអតីតនិស្សិតនៅក្រុងភ្នំពេញគេពុំបកគលភារកិច្ចអ្វីឲ្យយើងធ្វើទេមួយថ្ងៃយើងរវល់តែទទួលភ្ញៀវនឹងអានឯកសារផ្សេងដែលមិត្តនាគបានបកគលឲ្យយើងមានទស្សនាវដ្តីរណសេរកាសែតពលករបដិវត្តកាសែតប្រជាជនបដិវត្តជាដើមយើងកាន់តែអបសុកខ្លាំងឡើងព្រោះយើងគ្មានសេរីភាពដើរចេញតាមភូមិចិត្តខាងបានទេនៅក្នុងភូមិនេះគេបាននិយាយប្រាប់យើងថាលោកចេញចយមបននៅឆ្ងាយពីយើងប្រហែល500ទៅ600ម៉ែត្រប៉ុណ្ណោះគឺនៅភូមិតាំងខ្មៅប៉ែកខាងកើតគាត់រស់នៅជាមួយប្រពន្ធរបស់គាត់ក្នុងភូមិអ្នកស្រុកអង្គការជួយចិញ្ចឹមគ្រួសារលោកចេងសយមបនតែពុំទាន់ហ៊ានប្រគល់ភារកិច្ចអ្វីមួយឲ្យគាត់ទេនៅថ្ងៃទី21ឧសភាវេលាម៉ោង6ល្ងាចមិត្តនាងបាននាំយើងទៅចូលរួមបាយទឹកជាមួយលោកហ៊ូយុននៅមាត់ស្ទឹងគឺពេលនោះហើយដែលយើងបានជួបមិត្តហងយើងស្រាវជ្រាវរកឈ្មោះដើមនិងមុខងារចាំងពំលេចសោះអនុប្រធានភូមិភាគពិសេសលោករស់ជាធរហៅជាតិលោកងួនអេងហៅនេះអតីតវិស្វករលោកកុយហៅទីបធ្វើការនៅអាយៈស្មាយានកម្ពុជានិងស្នូលខ្មែរក្រហម 3-4 នាក់ទៀតដែលយើងពុំស្គាល់ឈ្មោះប្រពន្ធលោកសៀងប៉ៅសែប្រពន្ធមិត្តហងនិងមិត្តនារីកាត់ដេរជាអ្នកចាត់ចែងរៀបចំម្ហូបចំណីពិសេសនេះលោកហ៊ូយុនមានអង្គរៈម្នាក់ជាខ្មែរលើនៅរតនគិរីដើរតាមការពារជានិច្ចនៅថ្ងៃទី22ឧសភាយើងបានជួបពិភាក្សាជាមួយលោកធុចរិនហៅគ្រីនអតីតសាស្ត្រាចារ្យមធ្យមសិក្សាជាប្រធានមន្ទីរវប្បធម៌នៅភូមិភាគនិរដីទិសដែលមានទីតាំងនៅក្បែរទីរួមស្រុកអមលៀងដោយសារម្ហូបចំណីមិនគ្រប់គ្រាន់និងដោយសារយើងរស់នៅក្រោមដើមឈើសុបទ្រពទាំងថ្ងៃយប់នោះសុខភាពរបស់ខ្ញុំកាន់តែទ្រុឌទ្រោមបន្តិចម្ដងភាពទំនេរគ្មានការធ្វើរឹតតែធ្វើឲ្យយើងអបសុកខ្លាំងឡើងម្យ៉ាងទៀតនិន្នាការនយោបាយតាមគន្លងចិនក្រហមនិងផ្នែកគំនិតឆ្លងនិយមហួសហេតុរបស់ស្នូលខ្មែរក្រហមភាគច្រើនរឹងរឹតតែធ្វើឲ្យយើងសង្ហាក់ចិត្តយ៉ាងខ្លាំងការជួបពិភាក្សាជាហោហែជាមួយស្នូលខ្មែរក្រហមក៏រឹតតែធ្វើឲ្យយើងអស់សង្ឃឹមថាខ្មែរឯណោះនិងខ្មែរឯណេះប្រហែលជាពុំអាចចរចាសម្រុះសម្រួលគ្នាកើតទេម្ដងបន្តិចយើងកាន់តែយល់នៅអរិយាប័ត្រពិតប្រាកដរបស់ខ្មែរក្រហមសំណួរច្រើនអំបាលម៉ានដែលយើងរកចម្លើយពុំឃើញមានហេតុផលឥឡូវឡើងចូលមកប្រឡូកក្នុងចម្លើយទាំងនេះហើយចំពោះយើងប្រកាន់ជំហរតែមួយរបស់យើងគឺសង្គមខ្មែរនិងលទ្ធិកុម្មុយនីសមិនស៊ីចង្វាក់គ្នាទេយើងធ្លាប់សាកល្បងធ្វើការត្រេះរិះខ្លះមកហើយទៅលើទំនាស់ធំរវាងសង្គមខ្មែរនិងលទ្ធិក្រហមនេះនៅល្ងាចថ្ងៃទី26ឧសភាមិត្តនាគបានប្រាប់យើងឲ្យរៀបចំអីវ៉ាន់ដើម្បីចូលរួមក្នុងមហាសន្និបាតបញ្ញវន្តនឹងគេយើងបានទទួលមុងមួយខោអាវខ្មៅមួយសម្រាប់និងស្បោងខ្មៅមួយពីមិត្តនាគវេលាម៉ោង5ល្ងាចលោករស់ជាធោ
បាននាំយើងទៅចូលរួមក្នុងមហាសន្និបាតដែលនឹងធ្វើឡើងនៅក្នុងសាលារៀននយោបាយខាងជើងតាំងខ្មៅនៅទីនោះយើងបានជួបសន្ទនាជាមួយវរៈជនសំខាន់ដែលបានបាត់ខ្លួនពីភ្នំពេញទ្រង់នរោត្តមភូរិសារាដែលកំពុងឈរនិយាយជាមួយលោកហ៊ូយុនបានស្ទុះមកចាប់ដៃយើងមុនគេបន្ទាប់មកយើងក៏សម្ដែងការគួរសមចំពោះសមមិត្តឯទៀតមានជាអាចដូចជាលោកវិជ្ជបណ្ឌិតជួនជឿននិងភរិយាលោកវិជ្ជបណ្ឌិតឌីផុនហៅធុកលោកខៀងកអុនលោកភោគឆៃហៅណាងលោកធុចរិនហៅគ្រីនលោកម៉ែនឌីថោហៅដនលោកងួនអេងហៅទីលោកច័ន្ទបុប្ផាហៅដុំអតីតចៅក្រមលោកយូឋានហៅផលអតីតសាស្ត្រាចារ្យលោកសៀកទឹកឆាយហៅថនលោកស្រីដួងហៅខែវិស្វករលោកឌៀនភីកានហៅរិនគ្រូបង្រៀននិងពួកបញ្ញវន្តដទៃទៀតដែលមានប្រមាណប្រហែល50ទៅ60នាក់នៅជុំវិញសាលានយោបាយគេបានសង់រោង5ទៅ6សម្រាប់ធ្វើកន្លែងដំណេកនិងរោងបាយធំមួយមិត្តនារីមួយក្រុមទទួលការរៀបចំចំណីអាហារនិងថ្នាំសង្កូវសម្រាប់ពួកបញ្ញវន្តទាំងអស់គេរៀបចំកម្មវិធីដូចតទៅគឺរាល់ពេលព្រឹកម៉ោង 6:30 នាទីស្រស់ស្រូបអាហារឬបាយម៉ោង 7 ដល់ម៉ោង 11ប្រជុំពិភាក្សាក្នុងសាលារៀនម៉ោង 11:30 នាទីបាយថ្ងៃត្រង់ម៉ោង 14 ដល់ម៉ោង 17ប្រជុំពិភាក្សាក្នុងសាលារៀនម៉ោង 17:30 នាទីបាយល្ងាចម៉ោង 20 ដល់ 21 ឬ 22ប្រជុំធ្វើការតិទៀននិងស្វ័យតិទៀនតាមពួកនីមួយដែលហៅថាប្រជុំជីវភាពកិច្ចប្រជុំសន្និបាតនេះរៀបចំឡើងដោយគណៈកម្មការរណសេរីក្រុងភ្នំពេញដែលមានសមាជិកភាពដូចតទៅ1នរោត្តមភូរិសារាហៅកេនប្រធាន2វិជ្ជបណ្ឌិតជួនជឿនហៅប៉ែនអនុប្រធានលោករស់ជាធោហៅជាតិសមាជិកទទួលបន្ទុកខាងសារព័ត៌មានលោកងួនអេងសមាជិកតំណាងសហជីពកម្ពុជានិងប្រជាពលករលោកភោគឆាយសមាជិកតំណាងនិស្សិតនិងបញ្ញវន្តអ្នកស្រីខៀវប៉ុននារីសមាជិកតំណាងនារីប្រជាធិបតេយ្យភូមិភាគពិសេសរបស់ខ្មែរក្រហមនេះមានភារកិច្ចត្រួតត្រាកាន់កាប់ទឹកដីជុំវិញភ្នំពេញនិងក្រុងភ្នំពេញដោយយុទ្ធភូមិភាគពិសេសរបស់យើងដែរនៅថ្ងៃទី27ឧសភាវេលាម៉ោង 7 ព្រឹកលោករស់ជាធោបានប្រកាសកម្មវិធីជូនអង្គភាពស្ដាប់និងចាត់ចែងរៀបចំសមាជិកទាំងអស់ជាពួករួចហើយក៏ផ្ទេរសម្ដីជូនទ្រង់ភូរិសារាក្រោយពីថ្លែងសន្ទរកថាស្វាគមន៍និងជូនពរដល់ជោគជ័យនៃមហាសន្និបាតមកក៏ជូនសម្ដីទៅលោកហ៊ូយុនតទៅទៀតនៅក្នុងមហាសន្និបាតបញ្ញវន្តនេះគេពុំបានប្រាប់ឲ្យដឹងមុននៅរបៀបវរៈទេដំបងលោកហ៊ូយុនបានធ្វើវិភាគទៅលើសភាពការក្នុងសកលលោកដែលជះឥទ្ធិពលមកលើបដិវត្តរបស់គេធ្វើវិភាគនេះតាមរបៀបវិភាគម៉ាក់លេនីនដែលពួកគេឲ្យតម្លៃថាមានលក្ខណៈវិទ្យាសាស្ត្របន្ទាប់មកលោកហ៊ូយុនបានធ្វើវិភាគទៅលើស្ថានភាពក្នុងស្រុកទៅលើសម្ព័ន្ធភាពនិងយុទ្ធសាមគ្គីរវាងប្រជាជនលាវខ្មែរវៀតណាមជាពិសេសលើសម្ព័ន្ធភាពរវាងយៀកុងវៀតណាមខាងជើងនិងខ្មែរក្រហមលោកហ៊ូយុនបានបំភ្លឺអង្គប្រជុំពីជំហរបដិវត្តខ្មែរក្រហមនៅក្នុងនិងលើឆាកអន្តរជាតិនៅក្នុងស្រុកលោកហ៊ូយុនបានសារភាពថានៅឆ្នាំ 1971 ពួកយៀកុងវៀតណាមខាងជើងបានលួចប្លន់ទ្រព្យសម្បត្តិអ្នកស្រុកជិះជាន់លួចកាប់សម្លាប់ខ្មែរក្រហមដែលគ្របសង្កត់ទៅលើកម្មាភិបាលខ្មែរក្រហមមែនព្រោះពេលនោះកម្លាំងខ្មែរក្រហមនៅខ្សោយខ្វះអាវុធគ្មានកងទ័ពមាំមួនពួកយៀកុងវៀតណាមខាងជើងបានរឹបអូសសង្កត់សង្កិនយកមាសប្រាក់ប្រជាជនជាច្រើនយកទៅចិញ្ចឹមពួកវាដូចជានៅតំបន់ស្អាងកោះធំជាដើមតរទៅដល់ចុងឆ្នាំ 1971 ទើបពួកខ្មែរក្រហមឬខ្មែររំដោះបានរើបំរាស់ខ្លួនមកវិញមិននៅក្រោមឥទ្ធិពលយៀកុងវៀតណាមខាងជើងទេឥឡូវនេះយើងប្រកាន់ជំហរឯករាជ្យម្ចាស់ការខ្លួនទីពឹងខ្លួនជាធំយៀកុងវៀតណាមខាងជើងត្រូវគោរពប្រជាជនខ្មែរជាដាច់ខាតគោរពអង្គការខ្មែរក្រហមហើយជួយច្បាំងដេញពួកចក្រពត្តិអាមេរិកកាំងនិងបរិវារវានេះជាសម្ដីរបស់លោកហ៊ូយុនចំពោះសំណួររបស់ខ្ញុំមួយថាតើអង្គការមានការព្រួយបារម្ភអ្វីខ្លាំងទៅ
ទៅលើការរៀបចំវិធានការយ៉ាងណាដែរចំពោះទ័ពបរទេសជាកងវៀតណាមខាងជើងនៅក្នុងស្រុកខ្មែរលោកហ៊ូយុនបានឆ្លើយថាអង្គការមានការព្រួយបារម្ភខ្លះដែរក្នុងរឿងនេះព្រោះអង្គការបានប្រុងប្រយ័ត្នជើងព្រួលស្រេចបាច់ទៅហើយលោកហ៊ូយុនបានលើកសរសើរអំពីជំហររបស់អង្គការបដិវត្តរបស់គេលើឆាកអន្តរជាតិដោយពោលថាបកកុម្មុយនីសចិននិងកូរ៉េគេសូមរៀនសូត្រពីយើងទៀតផងចម្លើយនិងសេចក្តីសន្និដ្ឋានរបស់លោកហ៊ូយុននៅតែធ្វើឲ្យយើងមិនអស់សង្ស័យនិងគ្មានជំនឿដដែលនៅថ្ងៃបន្ទាប់មកទៀតអង្គប្រជុំបានបើកឲ្យមានការពិភាក្សាបដូរយោបល់គ្នាទៅវិញទៅមកនិងលើកសំណួរផ្សេងមកចោទលោកភោគឆាយបានធ្វើសេចក្តីរាយការណ៍មួយស្តីអំពីជោគជ័យនៃទ័ពគេនៅល្ងាចថ្ងៃទី2មិថុនា1972លោករស់ជាធរបានរៀបចំនិងថ្លែងសេចក្តីប្រកាសរួមមួយក្រោមចំណងជើងថាសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបញ្ញវន្តក្រុងភ្នំពេញនៅថ្ងៃដដែលវេលាម៉ោង6ល្ងាចគេរៀបចំពិធីជប់លៀងបិទមហាសន្និបាតខ្ញុំភ្លេចជម្រាបថានៅថ្ងៃទី29ឧសភាលោកជុំជ័យវរៈមន្ត្រីដែលចេញពីភ្នំពេញនៅថ្ងៃទី28ឧសភាបានចូលរួមក្នុងមហាសន្និបាតនេះដែរនៅរាត្រីថ្ងៃទី2មិថុនាគេបានរៀបចំរាត្រីសិល្បៈមួយសម្ដែងដោយក្រុមសិល្បៈភូមិភាគពិសេសមានរបាំអាយ៉ៃចម្រៀងរឿងល្ខោនតូចក្នុងរបាំអាយ៉ៃឬរឿងកំប្លែងគេពិនិត្យឃើញនៅលក្ខណៈច្រំដដែលនៅខ្លឹមសារដដែលគ្មានផ្លាស់ប្ដូរអ្វីដូចជាចម្រៀងពួកកងឆ្លុកយើងរបាំបង្កើតផលកុមារឈានមុខឡាអាយ៉ៃត្រូវច្រៀងតាមពាក្យពេចន៍ដែលគេតែងនិងចងក្រងគ្មានការបំភ្លៃក្រៅទេជាខ្លឹមសារដែលបញ្ចើវណ្ណៈដែលគេជិះជាន់មានកំហឹងឆាបឆួលជានិច្ចលក្ខណៈទន់ភ្លន់សន្តិភាពមនុស្សធម៌ដែលមានក្នុងខ្លឹមសារសិល្បៈបុរាណខ្មែរបានប្រែក្លាយជាឃោឃៅញាក់កន្ត្រាក់ស្នូលខ្មែរក្រហមប្រហែលជាមានចេតនាបញ្ចូលផ្នែកគំនិតម៉ាក់លេនីននៅក្នុងលំនាំខ្មែរបុរាណទៀតដឹងយើងចាប់អារម្មណ៍ហាក់ដូចជាកំពុងទស្សនារបាំចិនកុម្មុយនីសឬរបាំយួនវៀតណាមខាងជើងគួរឲ្យសង្វេគដល់ព្រលឹងខ្មែរនៅថ្ងៃទី3មិថុនា1972យើងត្រូវអង្គការចាត់តាំងឲ្យទៅធ្វើការនៅមន្ទីរឃោសនាការនិងវប្បធម៌នៅភូមិភាគពិសេសលោកឈុនហុកងួនអតីតវិស្វករជាប្រធានមន្ទីរឃោសនាការភូមិភាគពិសេសជំនួសលោកជីគឹមអានដែលបានចងកសម្រាប់ខ្លួននៅដើមខែមេសាបាននាំយើងទៅកាន់ភូមិស្រែអណ្ដូងមន្ទីររបស់យើងសង់នៅលើទួលខ្ពស់មួយជាភូមិចាស់ដែលគេបោះបង់ចោលនៅខាងលិចវត្តស្រែអណ្ដូងចម្ងាយ500ម៉ែត្រជាប់នឹងបរិវេណគោកខ្មោចស្រែអណ្ដូងពេលយើងចូលទៅដល់សមាជិកដទៃទៀតមានការចាប់អារម្មណ៍យ៉ាងយកចិត្តទុកដាក់នឹងយើងជាខ្លាំងក្រុមរបស់យើងមានសមាជិក13នាក់ភាគច្រើនជាវិស្វករនិងជាបុគ្គលិកសិក្សាដែលនៅក្រោមអាវ៉ាតលោករស់ជាធរទាំងអស់លោករស់ជាធរជាវរៈជនទី3នៃភូមិភាគពិសេសបន្ទាប់ពីមិត្តសុកធួននិងមិត្តហងមកប្រធានមន្ទីរបានណែនាំពន្យល់យើងពីវិន័យរបស់អង្គការពីរបបរស់នៅក្នុងសមូហភាពនិងភារកិច្ចប្រចាំថ្ងៃដែលយើងត្រូវបំពេញសមាជិក13នាក់ត្រូវចែកចេញជា3ពួកប្រធានចាត់តាំងសហការីណាដែលមានទឹកចិត្តស្មោះត្រង់នឹងអង្គការមានជំហរនយោបាយរឹងប៉ឹងជាងគេឲ្យធ្វើជាប្រធានពួកនីមួយត្រូវចូលរួមប្រជុំមួយសប្តាហ៍ម្ដងដើម្បីតាមដានពិនិត្យជំហរគ្នាទៅវិញទៅមកគេហៅថាប្រជុំជីវភាពឬប្រជុំធ្វើការតិទៀននិងស្វ័យតិទៀនគេនាំគ្នាសន្មត់យកល្ងាចថ្ងៃប្រហ័សសម្រាប់ប្រជុំពួកនិងល្ងាចថ្ងៃអាទិត្យសម្រាប់ប្រជុំក្រុមគឺប្រជុំសមាជិកគ្រប់ពួកទាំងអស់មន្ទីរនីមួយដែលសង់ឆ្ងាយពីភូមិអ្នកស្រុកក្បែរប្រភពទឹកមានស្ទឹងអូតាពាំងអណ្ដូងជាដើមនៅក្នុងព្រៃសុបទ្រុបនិងក្បែរវាស្រឡះណាមួយគេសង់ជាខ្ទមស្លឹកទៀបនិងដីនៅក្រោមដើមឈើធំមានខ្ទមសម្រាប់ធ្វើជាកន្លែងសម្រាកខ្ទមសម្រាប់ជាផ្ទះបាយនិងខ្ទមផ្សេងទៀតសម្រាប់កន្លែងធ្វើការនៅក្នុងមន្ទីរឃោសនាការភូមិភាគពិសេសមានរោងពុម្ពអង់គ្លេសលេខម៉ាស៊ីនទាញរ៉ូណេអូសង់វាទឹកខ្មៅរ៉ូស្តេអូឯកសារផ្សេងទៀតនៅក្បែររោងធ្វើការគេជីកប៊ុងហ្គោនិងលេនដ្ឋានតូចសម្រាប់ជ្រកនៅពេលយន្តហោះមកទម្លាក់គ្រាប់បែកសមាជិកទាំងអង្គព្រមទាំងប្រជាជនចាស់ក្មេង
ចេះស្ដាប់សំឡេងយន្តហោះស្ទឹងតែគ្រប់ធន់ដែលយន្តហោះហោះក្នុងទឹកដីខ្មែរគ្រាន់តែឮសូរពីចម្ងាយក្មេងៗអាយុប្រហែល10ឆ្នាំក៏អាចដឹងបានភ្លាមថាជាយន្តហោះស៊ើបការឬយន្តហោះទម្លាក់គ្រាប់បែក T-28 មន្ទីរសម្រាប់កម្មាភិបាលសំខាន់ច្រើនសង់នៅព្រៃស្ងាត់ពីភូមិតូចដែលជាភូមិបង្អែកឬភូមិមូលដ្ឋានរបស់គេប្រហែល 1500 ម៉ែត្រតាមការសង្កេតទីតាំងរបស់គេច្រើនធ្វើនៅក្នុងព្រៃក្រាស់ផងនៅក្បែរវាលស្រែតូចផងដើម្បីលាក់កំបាំងកុំឲ្យយន្តហោះមើលឃើញនិងដើម្បីឲ្យមានខ្យល់អាកាសចេញចូលបរិបូរណ៍បកកុម្មុយនីសកម្ពុជាបានបែងចែកតំបន់ដែលគេកាន់កាប់ជាភូមិភាគធំដូចតទៅ1ភូមិភាគនិរតីរួមបញ្ចូលខេត្តកំពតកោះកុងក្រុងព្រះសីហនុកំពង់សិលាតាកែវកំពង់ឆ្នាំងកំពង់ស្ពឺឧដុង្គនិងខេត្តកណ្ដាល1ភាគភូមិភាគបូព៌ាទឹងរួមបញ្ចូលខេត្តក្រចេះស្វាយរៀងព្រៃវែងកំពង់ចាមភូមិភាគពីយប់ទឹងមានខេត្តកំពង់ធំសៀមរាបឧត្តរមានជ័យបន្ទាយឆ្មារភូមិភាគពោធិ៍សាត់បាត់ដំបងប៉ៃលិនភូមិភាគពិសេសទើបបង្កើតនៅចុងឆ្នាំ1971សម្រាប់ត្រួតត្រាតំបន់ជុំវិញភ្នំពេញសប្តាហ៍ថ្ងៃនេះភូមិភាគពិសេសតាំងទីបញ្ជាការនិងទីបញ្ជាការរបស់ខ្លួននៅក្នុងភូមិភាគនិរតីទិសត្រង់ព្រំប្រទល់ដែនខេត្តកំពង់ស្ពឺនិងកំពង់ឆ្នាំងក្នុងសង្កាត់ពីម8មុំប៉ែកខាងត្បូងក្នុងស្រុកកំពង់តឡាចនិងតាំងបុគ្គលិករដ្ឋបាលរបស់គេខ្លះទៀតនៅក្នុងខេត្តកំពង់ស្ពឺស្រុកបរសែតក្នុងខេត្តកណ្ដាលស្រុកកណ្ដាលស្ទឹងស្រុកស្អាងកោះធំ6ខេត្តព្រះវិហារស្ទឹងត្រែងមណ្ឌលគិរីនិងរតនគិរីត្រូវបានគណៈមជ្ឈិមនៃបកកុម្មុយនីសខ្មែរគេបានកាន់កាប់ផ្ទាល់តាមផែនទីភូមិសាស្ត្រនិងយុទ្ធសាស្ត្រយើងអាចយល់ថាហេតុដូចម្ដេចបានជាគណៈមជ្ឈិមគេសុកចិត្តកាន់កាប់ភូមិភាគទាំងនោះដោយផ្ទាល់ខេត្តទាំងនោះជាមូលដ្ឋានយុទ្ធសាស្ត្រយ៉ាងធំមានព្រំប្រទល់ជាប់នឹងយួនលាវថៃក្នុងភូមិភាគនីមួយមានចែកជាតំបន់ជាស្រុកជាឃុំភូមិតទៅទៀតលេខាធិការឬប្រធានភូមិភាគនីមួយមានឥទ្ធិពលខ្លាំងណាស់នៅលើភូមិភាគរបស់ខ្លួនគឺជាអ្នកទទួលខុសត្រូវទាំងស្រុងទៅលើអំណាចនយោបាយរដ្ឋបាលសេដ្ឋកិច្ចសង្គមនិងយោធាលេខាភាគប្រធានភូមិភាគសុទ្ធតែជាសមាជិកនៃគណៈមជ្ឈិមផងនិងជាសមាជិកនៃរាជរដ្ឋាភិបាលរួបរวมជាតិកម្ពុជាគឺជាបញ្ញវន្តស្នូលខ្មែរក្រហមជើងចាស់ដែលធ្លាប់ជាប់នឹងចលនាកុម្មុយនីសខ្មែរពីយូរមកហើយជាបេក្ខជនពេញលេញក្នុងបករបស់គេនៅភូមិភាគនិរតីទិសវរៈជនខ្មែរក្រហមសំខាន់មានលោកជូដេតជាប្រធានភាគនិងជាអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកភោគឆាយហៅណាងជាស្នងការនយោបាយនៅក្នុងកងទ័ពនិរតីទិសលោកធុចរិនហៅគ្រីនអតីតសាស្ត្រាចារ្យមធ្យមសិក្សាជាប្រធានមន្ទីរវប្បធម៌និងឃោសនាការតាមុកឈ្មោះបដិវត្តជាមេបញ្ជាការកងទ័ពភូមិភាគនិរតីទិសទីចាត់ការធំរបស់គេស្ថិតនៅតំបន់អមលៀងទីនោះមានការបោះពុម្ពផ្សាយកាសែតមួយឈ្មោះថាប្រជាជនបដិវត្តដឹកនាំដោយលោកធុចរិនផ្ទាល់តំបន់ភូមិភាគនិរតីទិសនេះមានទំហំធំជាងគេទាំងអស់មានកម្លាំងទ័ពខ្លាំងជាងគេនិងមានក្របខ័ណ្ឌដឹកនាំសំខាន់ជាងគេតាមសេចក្តីរាយការណ៍របស់លោកភោគឆាយធ្វើជូនមហាសន្និបាតនៅចុងខែឧសភា1972ជាថាចំណាយក្នុងមួយខែសម្រាប់ភូមិភាគនិរតីទិសឡើងដល់ជាង4លានរៀលសម្រាប់បុគ្គលិករដ្ឋបាលនិងយោធាខ្មែរក្រហមដែលត្រូវបានក្នុងមួយខែ135រៀលក្នុងបុគ្គលិកម្នាក់ភូមិភាគពិសេសនៅក្រោមការត្រួតត្រារបស់សុកធួនហៅវនមានងារជាប្រធានភូមិភាគផងជាអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិផងបន្ទាប់មកទៀតមានមិត្តហង្សឈ្មោះបដិវត្តមិត្តរស់ជាធរហៅជាតិវរៈជនខ្មែរក្រហមសំខាន់ក្នុងគណៈមជ្ឈិមច្រើនជាបញ្ញវន្តដែលបាត់ខ្លួនពីភ្នំពេញនៅចន្លោះឆ្នាំ1962និងឆ្នាំ1968មានជាអាចលោកខៀវសំផនជាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងរាជរដ្ឋាភិបាលរួបរวมជាតិកម្ពុជានិងជាអគ្គមេបញ្ជាការនៃកម្លាំងប្រដាប់អាវុធរំដោះជាតិកម្ពុជាលោកសឡុតសវរៈជនទី1ជាអគ្គលេខាធិការនៃគណៈបកកុម្មុយនីសកម្ពុជាលោកអៀងសារីជាវរៈជនទី2នៅក្នុងបកកុម្មុយនីសខ្មែរលោកសុនសេនជាវរៈជនទី4
លោកកុយធួនជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកហ៊ូនឹមជារដ្ឋមន្ត្រីក្រសួងឃោសនាការលោកទាវអុលជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃទទួលបន្ទុករៀបចំជនបទនិងសហករណ៍អ្នកស្រីខៀវប៉ុណ្ណារីអនុរដ្ឋមន្ត្រីក្រសួងអប់រំជាតិវប្បធម៌និងយុវជនលោកជូដេតអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសុកធួនអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលជាតិលោកប៉ុកឌីស្កូម៉ាអនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកសុនសេននិងលោកប៉ុកឌីកូម៉ាក្រោយពីពេលដែលអាជ្ញាធរយើងនៅភ្នំពេញផ្សាយថាបាត់ខ្លួនហើយបានលាក់ខ្លួនសម្ងំនៅក្រុងភ្នំពេញអស់រយៈពេល1ឆ្នាំទៀតនេះជាព័ត៌មានដែលយើងបានទទួលពីវីរៈជនខ្មែរក្រហមនៅក្នុងព្រៃចំពោះក្របខ័ណ្ឌខ្មែរក្រហមសំខាន់ដែលបានបាត់បង់ជីវិតនៅក្នុងព្រៃវិញមានលោកអ៊ូចវ៉ែនស្លាប់ដោយជំងឺគ្រុនពោះវៀនលោកជីគឹមអានវិស្វករស្លាប់ដោយអត្តឃាតខ្លួនឯងនៅភូមិស្រែអណ្ដូងនៅក្នុងមន្ទីរឃោសនាការយើងបានរស់នៅក្នុងរង្វង់សមមិត្តដែលមានទស្សនៈបដិវត្តសង្គមនិយមចង្អៀតចង្អល់និងឆ្វេងនិយមហួសប្រមាណសមាជិកទាំងនោះជាយុវជនក្មេងៗធ្លាប់ជាសមាជិកនៅក្នុងសមាគមនិស្សិតខ្មែរបំពន់ដោយពេកាំងមន្ទីរសិល្បៈភូមិភាគពិសេសស្ថិតនៅប៉ែកនិរដីភូមិស្រែឫស្សីចម្ងាយ600ម៉ែត្រមានយុវជនតូចនិងអ្នកដឹកនាំសិស្សទាំងអស់ជាង70នាក់នៅទីនោះដែលភាគច្រើនជាកូនកសិករមានខ្លះជាកូនវីរៈជនស្នូលខ្មែរក្រហមមានកូនលោកអៀងសារីនិងកូនលោកសៀងប៉ោសែជាដើមនៅខាងកើតមន្ទីរឃោសនាការប្រហែល3គីឡូម៉ែត្រគឺជាខាងលិចភូមិចុងថ្នោតប្រហែល800ម៉ែត្រមានមន្ទីរពេទ្យធំរបស់ភូមិភាគពិសេសសង់នៅមាត់អូត្រែងភូមិចាស់ដែលគេបោះបង់ចោលមន្ទីរពេទ្យនេះអាចឲ្យអ្នកជំងឺអ្នករបួសមកដេកព្យាបាលបានរាប់រយនាក់គឺនៅក្នុងមន្ទីរពេទ្យនេះហើយដែលមានលោកវិជ្ជបណ្ឌិតជួនជឿនលោកវិជ្ជបណ្ឌិតឌីផុនលោកវិជ្ជបណ្ឌិតគៀងកអុននិងលោកវិស្វករងួនឯងនៅធ្វើការអមដោយគ្រូពេទ្យខ្មែរក្រហមខ្លះទៀតដែលមកពីហាណូយមន្ទីរសេដ្ឋកិច្ចភាគតាំងនៅតាំងខ្មៅប្របមាត់ស្ទឹងប៉ែកខាងពីយប់វត្តតាំងខ្មៅលោកសៀងប៉ោសែទទួលខុសត្រូវលើសេដ្ឋកិច្ចភាគលើរថយន្តប្រើប្រាស់ខ្លះខ្លាំងមានឡាន Range Rover ឡានកាមីយ៉ុងជាដើមនៅជាប់មន្ទីរសេដ្ឋកិច្ចភាគប៉ែកខាងត្បូងមានសង់រោងជាច្រើនសម្រាប់ជួលភ្ញៀវចំណូលថ្មីដែលទើបនឹងរត់ពីភ្នំពេញហើយមាននិន្នាការនយោបាយត្រឹមក្របខ័ណ្ឌរណសេរភ្ញៀវចំណូលថ្មីត្រូវបានអង្គការបណ្ដុំសតិអារម្មណ៍មួយកន្លែងសិនមិនសូវមានសេរីភាពដើរហើររហេតុរហូតទេហើយក៏គ្មានទទួលភារកិច្ចអ្វីធំដុំពីអង្គការដែរក្រៅពីកាប់គាស់ដីដាំដំណាំឬចិញ្ចឹមមាន់ទាបន្តិចបន្តួចសម្រាប់ផ្គត់ផ្គង់ជីវភាពផ្ទាល់ខ្លួនសមាជិកនៅក្នុងមន្ទីរនេះទៀតនិយមចំអកហៅទីនេះថាភូមិរណសេរលោកប៉ែនថោនិងលោកសៀងប៉ោសែជាអ្នកមើលការខុសត្រូវតាមដានមើលភ្ញៀវចំណូលថ្មីនៅទីនេះយើងបានពិភាក្សាជាមួយលោកសាប៊ុននារីម្នាក់ឈ្មោះសូមេរាមនិងសហការីជាអនុសេនីយ៍ត្រី2រូបទៀតនៅថ្ងៃទី12វិច្ឆិកា1972វិន័យរបស់អង្គការមានលក្ខណៈតឹងរឹងខ្លាំងណាស់គឺជាវិន័យរបស់កុម្មុយនីសដែលជាវិន័យរឹងដូចដែកគេអប់រំផ្សំយុវជននិងក្របខ័ណ្ឌរបស់គេទៅជាជនកុម្មុយនីសតាមកម្រិតតឹងរឹងខ្លាំងឡើងជាលំដាប់មានឯកសារច្រើនចងក្រងដោយគណៈមជ្ឈិមសម្រាប់មកធ្វើជាគោលរៀនសូត្រចំពោះសមាជិកមន្ទីរយុទ្ធជនដែលនៅស្រឡាញ់សម្ដេចសីហនុនៅឡើយគេពុំហ៊ានបើកមុខបង្ហាញទិសដៅពិតប្រាកដរបស់គេទេគេយកត្រឹមតែគោលការណ៍ការតស៊ូក្នុងក្របខ័ណ្ឌរណសេរមកបង្ហាត់បង្រៀនមកអប់រំគឺគោលការណ៍បដិវត្តប្រជាជាតិគេបោកបញ្ចោតថាយើងតស៊ូធ្វើបដិវត្តនេះដើម្បីរំដោះប្រជាជាតិពីនឹមចក្រពត្តិអាមេរិកបន្តិចម្ដងគេរំកិលចូលទៅក្នុងទ្រឹស្ដីបដិវត្តប្រជាធិបតេយ្យបំផុសក្នុងការតស៊ូវណ្ណៈដែលជាទំនាស់ស្លាប់រស់ក្នុងវណ្ណៈនៅក្នុងសង្គមកម្ពុជាគេវាយប្រហារពួកសក្តិភូមិពួកប្រតិកិរិយាពួកនាយទុនគេមិនចង់វាយប្រហារធំទេតែគេមិនដែលបំផុសលើកដំកើងម្ដងណាទេនៅក្នុងជួរក្របខ័ណ្ឌខ្មែរក្រហមខ្លាំងគេវាយប្រហារធាតុសក្តិភូមិរបស់សម្ដេចសីហនុដោយជំហរក្របខ័ណ្ឌខ្មែរក្រហមណាហ៊ានលើកសរសើរសម្ដេចសីហនុ
នឹងត្រូវគេចាត់ទុកជាអ្នកប្រឆាំងនឹងបដិវត្តរបស់គេនៅចាត់ទុកសម្ដេចសីហនុថាជានិមិត្តរូបនៃរបបសក្តិភូមិដដែលថ្មីបើសម្ដេចសីហនុនៅពេលកាំងក៏ដោយជាមួយនឹងប្រជាជនមហាជនគោលវិន័យរបស់អង្គការខ្មែរក្រហមដែលសំខាន់គឺកុំប៉ះពាល់ដល់មេគាមហាជនខ្មែរក្រហមម្នាក់ត្រូវប្រកាន់អាកប្បកិរិយាទន់ភ្លន់សុភាពរាបសារជាដាច់ខាតជាមួយប្រជាជនគេត្រូវកំទេចនិន្នាការទៅរកអាញានិយមទៅរកនិមឺននិយមគេបានរំលឹកជារឿយនៅពាក្យរបស់ម៉ៅសេតុងចែងថាប្រជាជនជាត្រីគេជាទឹកជនបដិវត្តមួយរូបត្រូវទុកដាក់ខ្លួនជាកូនចៅប្រជាជនបម្រើប្រជាជនឲ្យអស់ពីចិត្តពីថ្លើមហើយត្រូវធ្វើខ្លួនឲ្យដូចប្រជាជនដើម្បីរៀនសូត្រពីមហាជនព្រោះមហាជនជាប្រភពនៃចំណេះវិជ្ជាដែលមិនចេះរីងស្ងួតគេលើកជាពាក្យស្លោកថារៀនសូត្រពីមហាជនដើម្បីមហាជនតែគេបានប្រកាន់ជំហរមួយទៀតថាមិនត្រូវដើរតាមកន្ទុយមហាជនពេកទេក្នុងការរស់នៅដេកដើរស៊ីចុកស្លៀកពាក់គេប្រុងប្រយ័ត្នមិនឲ្យផ្លាច់ពីប្រជាជនអាកប្បកិរិយានិងសម្ដីសម្ដៅទៅរកប្រជាកសិករត្រូវទន់ភ្លន់សុភាពរាបសារជាដរាបហេតុយ៉ាងនេះហើយទើបបានជាខ្មែរក្រហមគេបង្ខំឲ្យស្លៀកពាក់ខ្មៅបង់កក្រមាម្ហូបអាហារប្រចាំថ្ងៃក៏មិនត្រូវសម្បូរហូរហៀឆ្ងាញ់ពិសាលើសប្រជាជនដែរគេឧស្សាហ៍រំលឹកដល់សភាពក្រីក្ររបស់ប្រជាជនដែលគ្រប់គ្រងបរិវត្តរបស់គេម្យ៉ាងទៀតការបង្ខិតបង្ខំមិនឲ្យញាក់ទៅរកឆ្ងាញ់នេះចូលជាយុទ្ធសាស្ត្ររបស់គេដើម្បីទម្លាប់គេឲ្យចេះទ្រាំទ្រនៅការលំបាកគ្រប់សពបែបយ៉ាងផងនិងអប់រំខ្លួននិងសតិអារម្មណ៍របស់គេឲ្យទៅជាកម្មជីពផងដូច្នេះហើយបានជានៅតាមមន្ទីរនីមួយគេកម្រមានភ័ព្វវាសនាបានបរិភោគអាហារពីមុខណាអង្គការខ្មែរក្រហមហាម5យ៉ាងតឹងរឹងមិនឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ប្រជាជនការខូចខលរំលោភលើកូនក្រមុំប្រជាជននឹងត្រូវទទួលទោសជាទម្ងន់តាមការសង្កេតជាហោហែមកថាវិន័យទាំងអបាលម៉ានត្រូវបានគេគោរពអនុវត្តបានភ្ជាប់ភ្ជួរនឹងស័ក្តិសិទ្ធិមែនចំណុចមួយទៀតដែលជាសកម្មភាពចិត្តសាស្ត្រយ៉ាងស័ក្តិសិទ្ធិរបស់ខ្មែរក្រហមទៅលើប្រជាពលរដ្ឋកសិករគឺការជួយទុក្ខធរៈប្រជាកសិករបើមានកសិករឈឺថ្កាត់នៅក្នុងភូមិជាពិសេសកសិករក្រពួកខ្មែរក្រហមគេឧស្សាហ៍នាំគ្នាទៅចាក់ឬចែកថ្នាំឲ្យដល់ផ្ទះតែម្ដងទោះជាយប់ព្រលប់មានភ្លៀងផ្គរក្តីនៅរដូវភ្ជួររាស់ដកស្ទូងច្រូតកាត់ឬបោកបែនមន្ទីរនីមួយត្រូវចាត់សមាជិកឲ្យទៅជួយធ្វើសឹងតរៀងរាល់ពេលការចុះទៅជាប់នឹងប្រជាជនដើម្បីបម្រើប្រជាជនប្រស្រ័យតាក់ទងចិត្តស្និទ្ធនឹងប្រជាជនគឺជាការអនុវត្តនូវទ្រឹស្ដីមួយក្នុងការអប់រំពួកក្របខ័ណ្ឌខ្មែរក្រហមសកម្មភាពចិត្តសាស្ត្ររបៀបនេះមានប្រសិទ្ធភាពនិងស៊ីជម្រៅទៅលើប្រជាជនពិតប្រាកដមែនជាជាងការណែនាំបង្រៀនទ្រឹស្ដីប្រជាជនកសិករនៅតាមភូមិមូលដ្ឋានដែលមិនយល់អ្វីសោះពីរឿងបដិវត្តសង្គមនិយមក៏ចាប់អារម្មណ៍និងគាំទ្រអង្គការភ្លាមតាមរយៈមនោសញ្ចេតនាស្និទ្ធស្នាលនៅគ្រប់មន្ទីរទាំងអស់ខ្មែរក្រហមរស់នៅជាសមូហភាពគោរពវិន័យរបស់សមូហភាពគោរពពេលវេលាធ្វើការដែលសមូហភាពបានកំណត់អនុវត្តផែនការប្រចាំខែដែលសមូហភាពបានលើកឡើងសមាជិកទាំងអស់នៅក្នុងមន្ទីរត្រូវធ្វើពលកម្មដូចគ្នាទាំងសមាជិកធម្មតាទាំងប្រធានកិច្ចការពលកម្មនេះត្រូវចាត់ទុកជាចាំបាច់ទី1សម្រាប់កសាងខ្លួនឲ្យទៅជាកម្មជីពជាកម្មករមានផ្នត់ចង្វាក់ទៅរកពលកម្មអាចទ្រាំទ្រនឹងការលំបាកផ្សេងដែលបដិវត្តរបស់គេអាចពើប្រទះកិច្ចការពលកម្មអាចដោះខាត់សតិអារម្មណ៍បដិវត្តមួយថ្មីគឺសតិអារម្មណ៍បដិវត្តសតិអារម្មណ៍ជាកាមាជីពសតិអារម្មណ៍សង្គមនិយមពួកខ្មែរក្រហមឧស្សាហ៍ទូមានគ្នាថាបដិវត្តរបស់គេនៅមានការបត់បែនលំបាកវេទនាតទៅទៀតសមាជិកម្នាក់មិនត្រូវជិះជាន់ពលកម្មរបស់គេទេពួកគេទាំងអស់ត្រូវដាំបន្លែដាំដំឡូងរែកទឹកពុះអស់ធ្វើអង្ករដោយខ្លួនឯងតាមវេនរៀងខ្លួនក្រៅពីកិច្ចការងារសម្រាប់ជីវភាពមន្ទីរសមាជិកម្នាក់មានភារកិច្ចចំពោះមុខដូចជាការងារនៅរោងពុម្ពជាដើមអង្គការហាម5មិនឲ្យប្រើពាក្យអាមឹងរវាងគ្នានឹងគ្នា
គេយកពាក្យមិត្តមកប្រើសឹងតែទូទៅពាក្យបងមីងមាអ៊ំតាយាយក៏មានច្រើនដែរតែជាទូទៅគេប្រើពាក្យមិត្តច្រើនជាងគេឧស្សាហ៍ទូមានឲ្យពង្រឹងមនោសញ្ចេតនានយោបាយរវាងគ្នានឹងគ្នាជាងមនោសញ្ចេតនាជាបុគ្គលអង្គការធ្លាប់ណែនាំឲ្យខិតខំជំរុះធាតុបុគ្គលលក្ខណៈបុគ្គលនិយមដែលគេចោទថាជាធាតុប្រតិកិរិយាឲ្យបានជាអតិបរមាឲ្យប្រកាន់ភ្ជាប់សិលធម៌ส่วนរួមនៅជំហរសមូហភាពឲ្យគិតប្រយោជន៍ส่วนរួមធំជាងប្រយោជន៍ส่วนតួបើសមាជិកណាឆាប់ញាក់ញែកឆាប់ខឹងឆាវឆាវគេចោទថានៅមានធាតុបុគ្គលក្រាស់ជាធាតុបុគ្គលនេះគេច្រើនភ្ជាប់ធាតុសេរីនិយមជាមួយផងធាតុទាំងអស់នេះត្រូវបានចាត់ទុកជាធាតុប្រឆាំងនឹងបដិវត្តន៍ជាធាតុរបស់វណ្ណៈជិះជាន់ធាតុរបស់ពួកប្រតិកិរិយានៅក្នុងប្រជុំជីវភាពម្ដងគេតិទៀនគ្នាទៅវិញទៅមកពីរឿងសេរីនិយមក្នុងការហូបដេកដើរនិយាយបានសេចក្តីថាមានមិត្តខ្លាំងបរិភោគបាយហួសពីការកំណត់របស់គេឬទម្រុនក្រក្រោកពីដំណេកឬនិយាយហោហែពេកមិនចេះរក្សាការសម្ងាត់ឡាក់ការតាមដានគ្នាទៅវិញទៅមកជាករណីយកិច្ចនៃសមាជិកនីមួយៗហើយជាការជំរុះធាតុដោយពលខាងលើនេះក៏ប្រយោជន៍អប់រំសមាជិករបស់គេឲ្យជាជនសង្គមនិយមនេះជាជំហានផ្សំមនុស្សទៅជាម៉ាស៊ីនមួយផ្ទុយពីដំណើរបដិវត្តធម្មជាតិលក្ខណៈពាលាអាវ៉ាសែត្រូវអង្គការណែនាំឲ្យបំបត្តិមានរឿងស្រីស្រាលបែងជាដើមចំពោះស្រីនិងលបែងឃើញអង្គការខ្មែរក្រហមដោះស្រាយបានពិតប្រាកដមែនជាមួយនឹងអំពើឆក់ប្លន់ផ្សេងចំណែកគ្រឿងស្រវឹងនៅសេសសល់ខ្លះតែអង្គការខ្មែរក្រហមបានដោះស្រាយបំបត្តិលក្ខណៈស្រវឹងអាវ៉ាសែមួយកម្រិតយ៉ាងធំនៅក្នុងសង្គមរបស់ពួកខ្មែរក្រហមគេបានហាម5មិនអោយបុរសមានប្រពន្ធពីរជាដាច់ខាតកសិករនៅក្នុងភូមិក៏ដូចជាសមាជិកនៅក្នុងមន្ទីរមួយត្រូវមានភារកិច្ចតាមដានមើលសកម្មភាពពីគ្នាទៅវិញទៅមកនៅក្នុងពួកឬក្នុងក្រុមរបស់ខ្លួនដើម្បីអប់រំគ្នាទៅវិញទៅមកដែលពួកកុម្មុយនីសនិយមហៅថាកសាងក្នុងមួយសប្តាហ៍គេមានប្រជុំពួកឬក្រុមម្ដងគេហៅថាប្រជុំជីវភាពក្នុងពេលប្រជុំពួកគេធ្វើការតិទៀននិងស្វ័យតិទៀនគ្នាទៅវិញទៅមកគឺគេលើកយកកង្វះខាតការឆ្គាំឆ្គងពីគុណសម្បត្តិនិងគុណវិបត្តិរបស់គេនិងមិត្តរួមពួកមកលាតត្រដាងគឺជាការស្វ័យតិទៀននិងតិទៀននេះហើយដែលបង្ខំឲ្យខ្មែរក្រហមឬអ្នកស្រុកតាមដានគ្នាទៅវិញទៅមកការស្វ័យតិទៀននិងតិទៀននេះហើយជាឧបករណ៍លេខ1របស់លទ្ធិម៉ាក់លេនីនគោលជំហរដែលសមាជិកម្នាក់ត្រូវត្រួតពិនិត្យទៅលើខ្លួនឯងទៅលើមិត្តខ្លួនមានគោលជំហរពលកម្មគោលជំហរនយោបាយគោលជំហរសាមគ្គីភាពគោលជំហរសតិអារម្មណ៍គោលជំហរចាត់តាំងក្នុងឱកាសប្រជុំក្រុមគេត្រួតពិនិត្យគោលជំហររួមរបស់ក្រុមទាំងមូលមិនសំដៅលើបុគ្គលណាម្នាក់ទេក្រោយការពិនិត្យជំហរផ្សេងរបស់ក្រុមគេចាប់រៀបចំធ្វើផែនការរួមសម្រាប់អាទិត្យក្រោយក្នុងការតិទៀននេះអង្គការខ្មែរក្រហមបានណែនាំទូមានមិនឲ្យមានការតិទៀនស្វ័យតិទៀននេះជាអាវុធសម្រាប់សងសឹកគ្នាវាយប្រហារគ្នាទេគេទូមានឲ្យមានការតិទៀនស្វ័យតិទៀននិយមសេរីនិយមនិមឺនិយមអញ្ញានិយមការិយាល័យនិយមជាដើមអ្នកធ្វើការតិទៀនគេនិងអ្នកដែលត្រូវគេតិទៀនត្រូវឲ្យមានខួរក្បាលត្រជាក់ជានិច្ចកុំញាក់ញ៉ាំងខឹងឆាវឆាវការធ្វើស្វ័យតិទៀននិងតិទៀនត្រូវក្រោកឈរលើអង្គការនិងមេគាមហាជនជានិច្ចវិន័យមួយទៀតរបស់ខ្មែរក្រហមគឺលក្ខការសម្ងាត់សមាជិកមន្ទីរត្រូវលាក់កំបាំងរបស់ខ្លួនរបស់មន្ទីរនិងរបស់អង្គភាពហើយដូច្នេះហើយបានជាម្នាក់ត្រូវមានឈ្មោះថ្មីត្រូវលាក់ឈ្មោះដើមរបស់ខ្លួនកុំឲ្យនរណាដឹងលើកលែងតែអង្គការថ្នាក់លើគេត្រូវការសួរព័ត៌មានពីខ្លួនជាផ្លូវការប្រសិនបើមានអ្នកដទៃទៀតណាទោះជានៅក្នុងជួរដូចគ្នាឬបងប្អូនកសិករណាចង់ដឹងពីទីតាំងរបស់មន្ទីរពីឈ្មោះដើមវណ្ណភាពស្រុកកំណើតរបស់ខ្លួនគេមិនប្រាប់ឲ្យនរណាដឹងទេវិន័យនេះត្រូវគេរំលឹករាល់សប្តាហ៍និងតាមដានដោយសកម្មភាពផ្សេងទៀតដែរក្នុងរឿងឋានានុក្រមគេបានអនុវត្តយ៉ាងហ្មត់ចត់គឺអង្គការថ្នាក់ក្រោមគោរពអង្គការថ្នាក់លើក
គណៈភូមិស្ដាប់បញ្ជាគណៈឃុំគណៈឃុំស្ដាប់បង្គាប់បញ្ជាគណៈស្រុកគណៈស្រុកគោរពគណៈតំបន់គណៈតំបន់គោរពគណៈភាគគណៈភាគត្រូវស្ដាប់គណៈមជ្ឈិមសមាជិកនីមួយត្រូវប្រកល់ខ្លួនឲ្យអង្គការកសាងដោយគ្មានតម្លៃត្រូវទុកចិត្តទាំងស្រុងលើអង្គការព្រោះអង្គការមានភ្នែកដូចម្នាស់មិនចេះខុសឆ្គងនេះជាលក្ខខណ្ឌផ្ដាច់ការរបស់បកទៅលើបុគ្គលបញ្ជាក់ឲ្យឃើញអំណាចគ្មានព្រំដែនរបស់បកទៅលើអ្វីទាំងអស់គឺជាជំហានឆ្ពោះទៅរកលទ្ធិផ្ដាច់ការរបស់វណ្ណៈអធនសមាជិកម្នាក់មានការទុកចិត្តទាំងស្រុងលើអង្គការត្រូវការពារកិត្តិយសអង្គការមិនត្រូវវាយប្រហារអង្គការពីក្រោយខ្នងឡើយប្រសិនបើអនុវត្តតាមមេគារបស់អង្គការហើយតែបែរជាបានផលអាក្រក់ផ្ទុយទៅវិញគេមិនត្រូវចោទប្រកាន់អង្គការថាដាក់ទិសខុសទេគេត្រូវដាក់ទោសលើបុគ្គលខ្លួនទៅវិញគឺបុគ្គលទេដែលមានការឆ្គាំឆ្គងមានការខ្វះខាតផលវិបាកមួយជៀសវាងមិនផុតគឺតែងតែលេចក្របខ័ណ្ឌខ្មែរក្រហមណាមួយមានប្រព្រឹត្តរំលោភលើវិន័យឬក្តោបអំណាចលើខ្លួនឯងហើយយកឈ្មោះអង្គការមកធ្វើជាឡបឡាយដែលគេហៅថាអង្គការគឺបកកុម្មុយនីសកម្ពុជានិងសាខាតូចធំរបស់បកនេះមានតាំងពីគណៈកម្មការភូមិឃុំស្រុកតំបន់ភាគរហូតដល់ថ្នាក់មជ្ឈិមរវាងមន្ទីរនីមួយគេហាម5មិនឲ្យចេញចូលរហេតុរហូតទេពុំនោះទេសមាជិកនឹងត្រូវលើកយកមកទីទានកសាងពីបទសេរីនិយមពីបទបំពានលើលក្ខខណ្ឌការសម្ងាត់ដូច្នេះហើយបានជាសមាជិកនៃមន្ទីរនីមួយពុំសូវមានការតាក់ទងគ្នាបដូរយោបល់គ្នាទៅវិញទៅមកគេរៀបចំយ៉ាងនេះគឺដើម្បីខ្ចប់កម្លាំងអាត់កំបាំងបំរុងក្បត់អង្គការរបស់គេដែរក្នុងការរស់នៅក្នុងមន្ទីរនីមួយគេឧស្សាហ៍រំលឹកឲ្យប្រកាន់ជំហរឯករាជ្យម្ចាស់ការខ្លួនពឹងខ្លួនគឺមន្ទីរនីមួយត្រូវរកមធ្យោបាយដើម្បីរស់ដោយខ្លួនឯងអង្គការគ្រាន់តែផ្ដល់ប្រាក់ជីវភាពឲ្យក្នុងមួយខែ135រៀលសម្រាប់សមាជិកម្នាក់មន្ទីរនីមួយត្រូវលៃលកម្ហូបអាហារច្រើនតែក្តាមខ្យងបន្លែខ្លួនឯងត្រូវសម្រុកបង្កបង្កើតផលតាមកម្លាំងខ្លួនឯងត្រូវចិញ្ចឹមមាន់ទាជ្រូកនៅតាមមន្ទីររៀងខ្លួនតាមលទ្ធភាពដែលអាចធ្វើទៅបានកិច្ចការពលកម្មនេះត្រូវបានអង្គការចាត់តាំងទុកជាករណីកិច្ចទី1របស់សមាជិកម្នាក់ជនកុម្មុយនីសត្រូវទៅលុតដំខ្លួននៅក្នុងការងារពលកម្មជាចាំបាច់ការងារពលកម្មសម្រាប់ពួកក្របខ័ណ្ឌបញ្ញវន្តមានលំនាំដូចគ្នានឹងការងាររបស់អ្នកស្រុកគឺនៅក្នុងមន្ទីរសមាជិកម្នាក់ទោះប្រុសក្តីស្រីក្តីជាបញ្ញវន្តក្តីជាកូនកសិករសុទ្ធសាធក្តីត្រូវរែកទឹករកអុសដាំស្លបោសសម្អាតទីធ្លាមន្ទីរជីកក្តាមតាមវាលស្រែរែកទឹកស្រោចបន្លែកិនស្រូវជន់អង្ករឲ្យបាយមាន់ទាជ្រូកដូចគ្នាទាំងអស់កិច្ចការទាំងអស់នេះគេចែកវេនគ្នាធ្វើដោយទៀងទាត់គ្មានអារម្មណ៍ចង្អៀតចង្អល់អ្វីទេការមើលបំណាំគ្នាឬប្រកែកជំទាស់មិនព្រមធ្វើមិនសូវមានពេលទេម្នាក់ត្រូវសម្ដែងនៅទឹកចិត្តអំណត់រៀងខ្លួនក្នុងពេលបំពេញករណីយកិច្ចពលកម្មអ្វីមួយសមាជិកម្នាក់ដែលខ្ជិលច្រអូសទម្រុនក្នុងការងារទាំងនេះនឹងត្រូវសមាជិកដទៃទៀតធ្វើការតិទៀតនៅក្នុងពេលប្រជុំពួកនិងប្រជុំក្រុមការងារបង្កើនផលមន្ទីរនីមួយត្រូវបានអង្គការលើណែនាំឲ្យត្រូវចេះដោះស្រាយបញ្ហាជីវភាពដោយខ្លួនឯងកុំសូវពឹងផ្អែកលើប្រជាកសិករពេកព្រោះប្រជាជនមានការខ្វះខាតច្រើនមន្ទីរនីមួយក៏រៀនធ្វើចំការច្បារដំណាំដោយខ្លួនឯងមានដាំស្ពៃពេញប៉ោះជីត្រកួនឃ្លោកតឡាចត្រប់ម្ទេសដំឡូងពោតសណ្ដែកជាដើមមានក្រុមខ្មែរក្រហមខ្លះទៀតដូចជាមន្ទីរសិល្បៈភូមិភាគពិសេសជាដើមយុវជនក្មេងៗនាំគ្នាឡើងចងថ្នោតយកទៅរំងាស់ធ្វើស្ករសម្រាប់ប្រើប្រាស់នៅក្នុងមន្ទីររបស់ខ្លួនក្នុងរឿងចិញ្ចឹមមាន់ទាជ្រូកវិញក៏មន្ទីរទាំងអស់ប្រឹងប្រែងពង្រីកណាស់ដែរថ្វីបើមាន់ទាជ្រូកនៅតាមមន្ទីរក៏ដោយម្ហូបអាហារក៏នៅតែអត្តខាត់ខ្សត់ខ្សោយដដែលព្រោះម្យ៉ាងអង្គការណែនាំឲ្យចេះសន្សំសំចៃចេះអត់ទ្រាំនឹងការអត់ឃ្លានឲ្យបំបត្តិអារម្មណ៍ចង់ឆ្ងាញ់ម្យ៉ាងទៀតភូមិភាគដែលយើងរស់នៅជាភូមិភាគក្រខ្សត់
ខាងត្រីសាច់ខ្លាំងណាស់សំបីតែកង្កែបក៏ពិបាករកទៀតផងពងទា2 3ត្រូវយកមកស្ងោរជាមួយនឹងបន្លែស្ពៃសម្រាប់សមាជិក12នាក់មានខ្លាំងគេស្ងោរបន្លែទៅទេគ្មានត្រីសាច់អ្វីទេក្នុងមួយឆ្នាំមានខ្មែរក្រហមខ្លះបរិភោគត្រីស្រស់បានតែ3ទៅ4ដងប៉ុណ្ណោះហើយពុំគ្រប់គ្រាន់ទៀតការងារបម្រើប្រជាជនខ្មែរក្រហមម្នាក់ត្រូវជ្រួលជ្រាបនឹងទស្សនៈមហាជនត្រូវជាប់នឹងមហាជននិងប្រជាជនការជួយធរៈប្រជាជនជាពិសេសប្រជាជនមូលដ្ឋានជាការយកចិត្តទុកដាក់ទី1របស់អង្គការលើពេលណាប្រជាជនលើកទំនប់ជីកស្រះធ្វើថ្នល់ឬសង់ផ្ទះពួកខ្មែរក្រហមដែលស្ថិតនៅជិតខាងនោះត្រូវចែកវេនគ្នាទៅជួយធ្វើហើយធ្វើដោយយកចិត្តទុកដាក់ទៀតផងពេលដកស្ទូងច្រូតកាត់បោកបែនគេផ្លាស់វេនគ្នាទៅជួយដោយទៀងទាត់ចំពោះកសិករណាដែលក្រខ្សត់ជាងគេអង្គការក៏បានជួយទុកធរៈច្រើនជាងគេផងដែរនេះជាទស្សនវិជ្ជាមួយដែលយើងគួរឲ្យចាប់អារម្មណ៍អង្គការចាត់ទុកការងារពលកម្មជាជំហរទី1ក៏ក្នុងគោលបំណង1ឲ្យក្របខ័ណ្ឌសមាជិករបស់គេគ្រប់ជាន់ថ្នាក់ត្រៀមខ្លួនចំពោះការលំបាកផ្សេងនៅថ្ងៃក្រោយឲ្យមានទម្លាប់ស្រឡាញ់ការងារពលកម្មនេះជាគោលការណ៍សំខាន់សម្រាប់ឈានទៅរកការកសាងប្រជាជាតិសង្គមនិយម2ឲ្យសមាជិកនិងក្របខ័ណ្ឌរបស់គេជិតស្និទ្ធនឹងប្រជាជនស្គាល់សំណូមពរនិងទុក្ខធុរៈប្រជាជនព្រមទាំងឆ្លៀតរៀនសូត្រពីប្រជាជននៅលើផ្នែកបច្ចេកទេសនៃការងារប្រជាជនជាប្រភពនៃចំណេះដឹងមិនចេះរីងស្ងួត3ផ្នែកគំនិតស្មារតីគោរពអង្គការវិន័យរបស់ក្រមតាមលំនាំវិន័យសម្ភារៈនិយមរបស់ពួកកម្មកររោងចក្រ4ឲ្យសមាជិកឬក្របខ័ណ្ឌម្នាក់ខំលុតដំដើម្បីជំរុះធាតុមិនកម្មជីពដូចជាធាតុរបស់បញ្ញវន្តភាគច្រើនជាដើមបើមិនបានជាប់ខ្លួននឹងពលកម្មទេបុគ្គលនោះពុំចេះស្រឡាញ់ប្រជាជនទេនៅតែមានសតិអារម្មណ៍ជិះជាន់ពលកម្មរបស់អ្នកដទៃដែលជាសតិអារម្មណ៍របស់ពួកប្រតិកិរិយាសក្តិភូមិឬរបស់ពួកមូលធនតាមទ្រឹស្ដីសម្ភារៈនិយមមានតែពួកកម្មករកម្មជីពទេដែលជាអ្នកកសាងពិភពលោកកសាងសង្គមនិយមនីមួយវណ្ណៈកម្មករនិងកម្មជីពនេះត្រូវចំណាយច្រើនជាងគេទាំងអស់ក្នុងសង្គមនិយមនីមួយដូច្នេះត្រូវមានលក្ខណៈប្រជាធិបតេយ្យមិនគួរឡើយរដ្ឋអំណាចមិនបានធ្លាក់លើកម្ដាប់ដៃរបស់វណ្ណៈនេះជាទស្សនៈរបស់ម៉ាក់លេនីន5បណ្ដុះស្មារតីសម្ភារៈនិយមប្រកបនិយមវិទ្យាសាស្ត្រនិយមតាមកន្លងម៉ាក់លេនីនបំបត្តិទស្សនៈគំនិតនិយមដែលបំរើវណ្ណៈប្រតិកិរិយាវណ្ណៈជិះជាន់ម្យ៉ាងទៀតការងារពលកម្មនេះជាឱសថមួយដើម្បីបំបត្តិសតិអារម្មណ៍ឬទស្សនៈចង្អៀតចង្អល់ផងដែរខ្មែរក្រហមមានការចាប់អារម្មណ៍ខ្លាំងណាស់លើការអប់រំនយោបាយកម្លាំងនយោបាយជាកម្លាំងទី1របស់គេកម្លាំងយោធាគ្រាន់តែជាឧបករណ៍នៃកម្លាំងនយោបាយសមាជិកខ្មែរក្រហមគ្រប់ក្របខ័ណ្ឌត្រូវទទួលការអប់រំនយោបាយជាចាំបាច់គេរៀនសូត្រនៅតាមសាលានយោបាយនៅតាមមន្ទីរពេលធ្វើមីទីងធ្វើសន្និបាតពេលប្រជុំជីវភាពជាដើមការអប់រំនៅតាមសាលានយោបាយអង្គការសពថ្ងៃខ្វះកម្មាភិបាលក្របខ័ណ្ឌប្រកបដោយគុណភាពនិងវប្បធម៌នយោបាយច្រើនណាស់លោកហ៊ូយុនខ្លួនឯងក៏បានសារភាពរឿងនេះក្នុងមហាសន្និបាតបញ្ញវន្តនៅចុងខែឧសភា1972ផងដែរកម្មាភិបាលម្នាក់មុននឹងទៅកាន់តួនាទីណាមួយត្រូវទទួលការវឹកវើអប់រំអស់ពេលដ៏យូរពី1ឆ្នាំទៅ3ឆ្នាំយ៉ាងតិចហើយធ្លាប់បម្រើចលនារបស់គេយូរហើយផងនៅយុវជនកុម្មុយនីសកម្ពុជាឬនៅក្នុងសនបកសមាគមនារីកម្ពុជាប្រជាធិបតេយ្យកម្មាភិបាលម្នាក់ត្រូវមានសិលធម៌រស់នៅនិងសិលធម៌នយោបាយស្អាតស្អំគឺ1ស្រឡាញ់គោរពនិងបម្រើប្រជាជនកម្មករកសិករឲ្យអស់ពីចិត្តពីថ្លើមមិនប្រើអំណាចផ្ដាច់ការទៅលើពួកប្រជាជនមិនគំរាមកំហែងប្រជាជនត្រូវសុភាពរាបសារទន់ភ្លន់ទៅរកប្រជាជនជានិច្ច2ស្មោះត្រង់នឹងការពារផលប្រយោជន៍ប្រជាជនជាដាច់ខាតមិនឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាជនសូម្បីតែម្ទេសមួយផ្លែឬអង្ករមួយកំប៉ុងក៏ដោយមិនគំរាមកំហែងយកទ្រព្យសម្បត្តិប្រជាជនទោះជាតាមមធ្យោបាយក្តៅឬត្រជាក់ក៏ដោយមិនត្រូវស៊ីសំណូកសោកប៉ាន់ពីប្រជាជន3បើធ្វើអ្វីខុសចំពោះប្រជាជនត្រូវសុំទោសប្រជាជន4និយាយស្ដី
ដេកដើរឈរអង្គុយស៊ីចុកលេងសើចដោយសុភាពរៀបសារតាមប្រពៃណីប្រជាជន5កុំប្រព្រឹត្តអំពើល្មើសចំពោះនារីភេទ6កុំស៊ីផឹកអ្វីដែលមានលក្ខណៈពាលាអាវ៉ាសាយមិនបដិវត្ត7កុំលេងល្បែងស៊ីសងឲ្យសោះ8កុំប៉ះពាល់លុយកាក់ទ្រព្យសម្បត្តិរួមរបស់ប្រជាជនរបស់អង្គការ9ត្រូវមានកំហឹងឆាបឆេះចំពោះខ្មាំង10ត្រូវធ្វើពលកម្មដោយប្រជាជន11ត្រូវគោរពមតិរបស់សមូហភាពអង្គការជានិច្ចមិនត្រូវធ្វើការតាមរបៀបផ្ដាច់ការរបស់បុគ្គលម្នាក់ឡើយ12ត្រូវធ្វើការតិទៀននិងស្វ័យតិទៀនបានល្អជានិច្ចក្នុងអង្គការរណសេរដោយស្មារតីស្មោះត្រង់ចង់កសាងសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានរឹងប៉ឹងជាលំដាប់មិនត្រូវវាយប្រហារគ្នាក្រៅអង្គការឬចាក់ចុចដណ្ដើមឥទ្ធិពលគ្នាឡើយ13ត្រូវមានស្មារតីភ្ញាក់រលឹកធ្វើបដិវត្តដោយខ្លួនឯងមិនត្រូវពឹងផ្អែកលើអ្នកដទៃឬបរទេសឲ្យគេខំធ្វើជំនួសយើងទេត្រូវយល់ឲ្យច្បាស់ថាបដិវត្តនេះជាបដិវត្តរបស់ប្រជាជនកម្ពុជាត្រូវតែប្រជាជនកម្ពុជាធ្វើដោយខ្លួនឯងនិងកាន់កាប់វាសនាប្រទេសជាតិដោយខ្លួនឯងមិនដេកពឹងបរទេសធ្វើជំនួសទេ14ត្រូវមានស្មារតីម្ចាស់ការចេះដោះស្រាយគ្រប់បញ្ហាដែលទាក់ទងដល់ជីវភាពខាងស្មារតីខាងសម្ភារៈរបស់ប្រជាជន15ត្រូវជឿជាក់ថាការតស៊ូរបស់យើងមានការលំបាកមែនតែដាច់ខាតនឹងមានជ័យជំនះនៅក្នុងសាលាអប់រំនយោបាយនេះអង្គការខ្មែរក្រហមបានប្រើល្បិចដោយប៉ិនប្រសប់ចេះលើកយកឯកសារនយោបាយនានាមកណែនាំអប់រំសម្របទៅតាមកម្រិតគំនិតនយោបាយរបស់សមាជិកម្នាក់បានសេចក្តីថាសមាជិកណាដែលនៅជំពាក់ចិត្តនឹងសម្ដេចសីហនុនៅឡើយនៅខ្លាចរបបសង្គមនិយមគេច្រើនលើកយកឯកសារត្រឹមកម្រិតរណសេរមកអប់រំឬមួយក៏ទុកឲ្យសមាជិកប្រភេទនេះទទួលការណែនាំហ្វឹកហ្វឺនទៅតាមមន្ទីរតែប៉ុណ្ណោះបន្តិចម្ដងគេបំផុសមេគាឆ្ពោះទៅរកលទ្ធិក្រហមទៅតាមឯកសារផ្សេងមានជាអាចឯកសារស្ដីពីការតស៊ូចែកវណ្ណៈនៅក្នុងសង្គមកម្ពុជាការតស៊ូវណ្ណៈទស្សនៈមហាជនការកសាងជំហរកម្មអាជីពតិទៀននិងស្វ័យតិទៀនមោទនភាពខុសនិងត្រូវគុណសម្បត្តិរបស់កម្មាភិបាលចំពោះក្របខ័ណ្ឌពេញលេញកម្រិតអប់រំរៀនសូត្រក៏កាន់តែមានជំហរទៅទៀតគឺទៅតាមផ្នត់គំនិតសង្គមនិយមទៅរករបបកុម្មុយនីសហើយការអប់រំរៀនសូត្ររបស់ពួកប្រភេទនេះត្រូវចាត់ទុកជាការអាកំបាំងមិនឲ្យសមាជិកប្រភេទរណសេរប្រភេទសាមញ្ញឬទេគឺកម្មាភិបាលជាបេក្ខជននេះហើយដែលអង្គការខ្មែរក្រហមចាត់ឲ្យទៅធ្វើជាស្នូលនៅតំបន់នានាជាប្រធានមន្ទីរជាស្នងការនយោបាយនៅក្នុងកងទ័ពគេនៅភូមិភាគពិសេសរបស់ខ្មែរក្រហមអ្នកដែលមានភារកិច្ចបង្រៀនអប់រំក្របខ័ណ្ឌនយោបាយមានលោកសៀងប៉ោសែលោករស់ជាធោលោកសុកធួនលោកជីគឹមអានដែលទើបនឹងស្លាប់នៅដើមខែមេសា1972និងសមាមិត្តហង្សឈ្មោះបដិវត្តនៅភូមិភាគនិរតីមានលោកជួនដេតលោកភោគឆាយលោកអ៊ុចរិនជាអ្នកបង្រៀនការអប់រំការរៀនសូត្រនៅតាមមន្ទីរនីមួយប្រធាននិងអនុប្រធានជាអ្នកដឹកនាំរៀនសូត្រពិភាក្សាពីគោលការណ៍ផ្សេងដែលមានចែងនៅក្នុងឯកសារទាំងអស់ដែលគេយកមករៀនសូត្រសុទ្ធតែតាក់តែងចេញពីគណៈកម្មការកណ្ដាលនៃបកកុម្មុយនីសរបស់គេការរៀនសូត្រនៅតាមមន្ទីរពុំបានធ្វើឲ្យទៀងទាត់ទេជួនគេរៀបចំធ្វើម្ដងមួយខែជួន2ដងមួយខែតាមពេលទំនេរនៅថ្ងៃទី30កញ្ញាឆ្នាំ1972វេលាម៉ោង7ព្រឹកនៅខាងជើងភូមិតាំងខ្មៅក្រោមដំណាក់ភ្លៀងស្រិបអូឃោសនៈស័ព្ទបានបំពងបញ្ជាខ្លាំងឲ្យមិត្តទាំងអស់ទម្លាក់ដៃអាវបិទលាវកដោះមួកប្រុងគោរពទង់បៈទស្សនិកជនគោរពតាមបញ្ជាដោយស្ងៀមស្ងាត់បទភ្លេងគោរពទង់ជាតិបានបំភ្លឺឡើងវាំងននខ្មៅខៀវបើកឡើងលេចផ្ទាំងកំណាត់ក្រហមទំហំប្រហែលជា4ម៉ែត្រមានសញ្ញាកណ្ដៀវនិងញញួរប្រទាញគ្នានៅចំកណ្ដាលផ្ទាំងក្រហមខ្ញុំងាកឆ្វេងស្ដាំឃើញមិត្តជិតខាងក្តាប់ដៃគំនាប់យ៉ាងស្ងៀមស្ងាត់
ខ្ញុំក៏ក្តាប់ដៃកំណប់តាមគេដែរហើយងាកទៅខ្សឹបដាក់មិត្តម្នាក់ដែលមានទស្សនៈនយោបាយដូចគ្នាជាភាសាបារាំងថាដោយគេចាក់ចំបេះដូងខ្ញុំត្រូវមកកំបិតខ្ញុំមានអារម្មណ៍ថាហាក់ដូចជារស់នៅក្នុងសហភាពសូវៀតមិត្តខ្ញុំធ្វើសញ្ញាឲ្យខ្ញុំនិយាយតិចកុំឲ្យឮបន្តិចក្រោយមកឆ្លៀតពេលដែលអ្នកឯទៀតកំពុងចាប់អារម្មណ៍នឹងសន្ទរកថារបស់អនុប្រធានភូមិភាគពិសេសយើងទាំងពីរអ្នកកេះគ្នារំកិលខ្លួនបន្តិចម្ដងចេញពីទីនោះទាំងថេងថាងស្រាលខ្លួនព្រមទាំងអស់សង្ឃឹមថែមមួយត្រួតទៀតមិនដែលមានពេលណាដែលអស់សង្ឃឹមនឹងរឿងជាតិដូចពេលនេះទេការអប់រំនយោបាយតាមរយៈសន្និបាតពេលធ្វើសន្និបាតម្ដងមានសន្និបាតបញ្ញវន្តជាដើមវរៈជនខ្មែរក្រហមឬកម្មាភិបាលរបស់គេតែងតែនាំគ្នាពិភាក្សាពីការលំបាកការខ្វះខាតផ្សេងដែលគេបានជួបប្រទះក្នុងការអនុវត្តមាគ៌ាបកសន្និបាតរបស់គេមានលក្ខណៈជំហរខ្លះសម្ងាត់ខ្លះនៅក្នុងសន្និបាតជំហរគេលើកបញ្ហាក្នុងក្របខ័ណ្ឌរណសេរីមកពិភាក្សាគេលាក់កំបាំងមិននិយាយពីបកកុម្មុយនីសពីកម្មវិធីនយោបាយរបស់បកក្នុងរង្វង់បកជនកុម្មុយនីសការពិភាក្សាផ្សេងនៅក្នុងសន្និបាតមានលក្ខណៈជាសម្ងាត់ដោយគេពិភាក្សាកម្មវិធីនយោបាយរបស់បកពិតប្រាកដពីយុទ្ធវិធីនិងវិធីសាស្ត្របកក្រៅពីបកជនឬស្នូលសំខាន់គ្មានសមាជិកដទៃទៀតណាមានសិទ្ធិចូលរួមក្នុងមហាសន្និបាតនេះទេសពថ្ងៃនេះខ្មែរក្រហមបានចែកជាភូមិឃុំស្រុកខេត្តភៀកដូចគ្នាការបង្កើតតំបន់ភៀកដែលស្របទៅតាមខេត្តភៀករបស់យើងនៅពុំទាន់ច្បាស់លាស់នៅឡើយទេតាមតំបន់នីមួយខ្មែរក្រហមមានទំហំប៉ុណ្ណឹងយើងហើយភៀកនីមួយស្របនឹងភូមិភាគរដ្ឋយើងភូមិឃុំតំបន់ភៀកនីមួយដឹកនាំដោយគណៈកម្មាធិការភូមិឃុំស្រុកតំបន់ភៀកគេច្រើននិយាយដោយខ្លីថាគណៈភូមិឃុំតំបន់គណៈកម្មការនីមួយមានសមាជិកភាពដូចតទៅប្រធានអនុប្រធានសមាជិកទទួលបន្ទុកសេដ្ឋកិច្ចសង្គមគិច្ចវប្បធម៌យោធាឡាពួកខ្មែរក្រហមបានប្រើយុទ្ធសាស្ត្រនយោបាយមួយក្នុងការលេបកម្លាំងរណសេរីរបស់សម្ដេចសីហនុដំបូងនៅឆ្នាំ1970និង71នៅពេលកម្លាំងកុម្មុយនីសយាកកងវៀតណាមខាងជើងកំពុងវាយត្បាតវាយទីខ្លាំងទ័ពកុម្មុយនីសបរទេសក៏បានយកទុនប្រជាប្រិយសម្ដេចសីហនុមកធ្វើជាឡបឡែដើម្បីរកកម្លាំងបង្អែកកម្លាំងគ្រប់គ្រងនៅក្នុងស្រទាប់ប្រជាជនដែលពួកវាត្រួតត្រាពេលនោះកម្លាំងខ្មែរក្រហមទាំងកម្លាំងយោធាទាំងកម្លាំងនយោបាយទៅជាទុនខ្សោយខ្លាំងណាស់ទាំងយាកកងវៀតណាមខាងជើងទាំងពួកកុម្មុយនីសខ្មែរនាំគ្នាបដូរនយោបាយគៀងកងកម្លាំងសម្ដេចសីហនុនិយមព្រោះនៅតាមតំបន់ជនបទភាគច្រើនទុនប្រជាប្រិយរបស់សម្ដេចសីហនុនៅខ្លាំងនៅឡើយប្រជាកសិករពាណិជ្ជករមួយចំនួនដែលគ្រប់គ្រងសម្ដេចសីហនុជាហេតុនាំឲ្យអ្នកដឹកនាំខ្មែរក្រហមទៅពួនក្រោមឡបឡែរណសេរីរួបរวมជាតិកម្ពុជាគណៈកម្មការកណ្ដាលនៃគណៈបកកុម្មុយនីសខ្មែរបានទាញសម្ដេចសីហនុឲ្យចូលអន្ទាក់របស់ខ្លួនតាមរយៈពេកាំងបានដៃហើយខ្មែរក្រហមក៏ប្រឹងចំហៀវខ្លាញ់សម្ដេចសីហនុឲ្យអស់ពីខ្លួនសពថ្ងៃនេះកម្លាំងរណសេរីរបស់សម្ដេចសីហនុបានក្លាយជាកម្លាំងនយោបាយរបស់គណៈបកកុម្មុយនីសខ្មែរទៅវិញហើយពួកក្របខ័ណ្ឌខ្មែរក្រហមទាំងក្របខ័ណ្ឌនយោបាយទាំងក្របខ័ណ្ឌយោធាបានចូលកាន់កាប់គ្រប់អង្គការតូចធំរបស់រណសេរីជំនួសពួកសីហនុនិយមអស់ហើយពួកសីហនុនិយមទាំងអបាម៉ានបានក្លាយទៅជាខ្មែរក្រហមសពថ្ងៃនេះចាត់តាំងពីពួកខ្មែរក្រហមបើកមុខបង្ហាញដល់សាធារណជនមកពួកក្របខ័ណ្ឌខ្មែរក្រហមចាប់ធ្វើការអប់រំទ្រឹស្ដីសង្គមនិយមយ៉ាងសកម្មអំណេះតទៅនៅក្នុងបញ្ហាខ្មែរខ្មោចរាជានិយមក្តីខ្មោចសីហនុក្តីអស់មានលទ្ធភាពមកលងទៀតហើយកងប្រវត្តិសាស្ត្របានវិលទៅមុខគ្មានត្រឡប់មានតែកម្លាំងនយោបាយពីរទេដែលត្រូវប្រឈមមុខដាក់គ្នាទៅវិញទៅមកគឺរបបសាធារណរដ្ឋខ្មែរសេរីនិងកម្លាំងកុម្មុយនីសនៅក្នុងចម្បាំងទប់ទល់នឹងកុម្មុយនីសឥណ្ឌូចិនសពថ្ងៃនេះប្រជាជាតិខ្មែរត្រូវការសើរើរបៀបជំហរជាតិមួយថ្មីជាចាំបាច់ដែលជាដំណាក់កាលទី2នៃបដិវត្តន៍18មីនាដើម្បីយើងមានលទ្ធភាពខ្លួនឯងទប់ទល់នឹងកម្លាំងស្រូបនៃបដិវត្តន៍កុម្មុយនីសនៅភូមិភាគឥណ្ឌូចិននេះដើម្បីជៀសវាងកុំឲ្យវាសនាខ្មែរคล้ายជាវាសនានៃប្រទេសប៉ូឡូញ
គួរតែពួកឆ្វេងនិយមខ្មែរបោះបង់គំនិតរវើរវាយក្នុងផ្លូវនយោបាយហើយជួយរៀបចំសង្គមជាតិឆ្ពោះទៅរកវឌ្ឍនធម៌និងសុភមង្គលតាមរបៀបខ្មែរក្នុងរង្វង់គ្រួសារខ្មែរគ្នាឯងព្រោះមានតែរបបខ្មែរទេដែលតំណាងឆន្ទៈប្រជាជាតិខ្មែរពិតប្រាកដហើយរបបខ្មែរនេះឯងគឺសំយោគនៃរបបមូលធននិយមនិងរបបសង្គមនិយមស្រេចបាច់ទៅហើយផងនេះជាចម្រៀងច្រៀងផ្ញើទៅជាតិផ្ដាំហើយផ្ដាំទៀតផ្ដាំដល់អង្គញាតប្រុសស្រីរួមខ្មែរទាំងអង្គជួយស្រណងទឹកដីនៅពេលមានទុក្ខភ័យក៏ជាតិខែមរនៅក្នុងគ្រានេះម្ដង